ការធ្វើ business មិនមែនគ្រាន់តែចេះ live ទេការធ្វើ business ត្រូវចេះពី scope ជាច្រើនហើយ marketing គឺជាចំណែកមួយហើយការ live គឺជាចំណែកបន្ទាប់មួយទៀតនៅក្នុង marketing អ្នកខ្លះរៀនហើយនៅធ្វើមិនជោគជ័យផងចុះបើមកកាប់ដាវសុទ្ធសាធទៅមានប្រឡោះណាចំណេញទៅអត់ពេលលក់ដាច់ថាខ្លួនឯងប្រកែចាដល់ពេលលក់អត់ដាច់ថាមិនបានណៃ boot on មែនហ្នឹងគាត់ក៏ត្រូវតែប្រកែអ្នក boot ក៏ត្រូវតែប្រកែដែរចាបងកុំគ្រាន់តែឃើញចំណុចទូចមួយឃើញគេធ្វើ live គាត់និយាយតែអញ្ចឹងគាត់លក់បានគាត់តែឃើញ 2% ហ្នឹង 98% ទៀត complete អត់មានឆ្នាំមួយទៅដាក់ឲ្យដើរគ្រប់ភ្ញៀវហ្មងសួរបងទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast និយាយដើម digital ហើយនៅក្នុង podcast នេះផងដែរគឺយើងអត់និយាយដើមមនុស្សទេគឺយើងនិយាយពីដើមហេតុហើយនឹងបទពិសោធន៍ជាក់ស្ដែងសម្រាប់វិស័យនេះហ្មងអញ្ចឹងtopic យើងថ្ងៃហ្នឹងគឺយើងនិយាយពីអាជីវកម្ម Boost Live ហើយកុំឲ្យខាតពេលយូរគឺយើងមកជួបភ្ញៀវកិត្តិយសរបស់យើងហ្មងចាជំរាបសួរបងបាទជំរាបសួរសូមបងជួយប្រាប់ពីឈ្មោះហើយនឹងការងាររបស់បងសប្តាហ៍ថ្ងៃបាទអរគុណគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះសុវណ្ណតារាជាស្ថាបនិក Adbox ហើយ Adbox គឺជា digital marketing agency មួយដែលយើងផ្ដល់ជូនសេវាកម្មក្នុងការជួយ support បងម្ចាស់អាជីវកម្មលក់ទូទៅមិនថាលក់ online លក់ធម្មតាឬក៏ business SME ទូទៅទេឲ្យគាត់អាចធ្វើ marketing បានដល់អតិថិជនគោលដៅរបស់គាត់ហើយគាត់អាចបង្កើនការលក់គាត់បានក្នុងនោះយើងមានសេវាកម្មជាច្រើនអាចជាសេវាកម្ម Boost Live អាចជាសេវាកម្ម Boost Post ធម្មតាផលិតវីដេអូដល់ទីតាំងឬក៏ design poster ធ្វើរូបភាព content អីផ្សេងអាចនិយាយថា all in one ចានៅ Adbox គឺយើងមានទាំងអស់យើងមានក្រុមការងារច្រើនក្រុមការងារជំនាញដែលអាចជួយ support ការងារទាំងអស់នឹងកើតចាអញ្ចឹងសម្រាប់ខ្ញុំចង់សួរត្បូងវិញថាហេតុអីបានបងមកចាប់ផ្ដើមអាជីវកម្មហ្នឹងវាជារឿងចៃដន្យខ្លះវាជាជំនាញខ្លះវាជារឿងមួយដែលពីក្មេងមកយើងនឹកមិនស្មានទេពីក្មេងគ្រូគាត់សួរយើងណែធំឡើងចង់ធ្វើអីយើងចេះឆ្លើយយើងចង់ធ្វើអ្នកវិទ្យាសាស្ត្រយើងចង់ធ្វើស្អីផ្សេងអញ្ចឹងណាប៉ុន្តែបើមកសួរថាធ្វើជាអ្នកជំនាញ digital marketing សួរថាក្មេងណានឹកឃើញក្មេងណានឹកឃើញទេហើយបាទហើយសួរថាដើមហេតុមិនបានខ្ញុំអាចមកធ្វើការងារអស់ទាំងហ្នឹងចេញពីខ្លួនឯងម្នាក់រហូតមកដល់ចេញជាក្រុមហ៊ុនកើតអស់ហ្នឹងអាចនិយាយបានថាពីឆ្នាំ2019ហ្នឹងពីសម័យ COVID ខ្លាចក្រុមហ៊ុនកាត់ប្រាក់ខែផងប្រាក់ខែពងតិចផងហើយខ្លាចកាត់ប្រាក់ខែផងយើងចោលទៅធ្វើជា freelance វិញទៅចាអញ្ចឹងអាចថាដើមហេតុដំបូងសម័យ COVID យើងអត់ចង់ទៅធ្វើការដោយសារវាខ្លាចឆ្លងខ្លាចអីផងជួនពេលមួយដែលគេមានទំនោរចង់កាត់ប្រាក់ខែផងចំក្នុងពេលតែមួយហ្នឹងមានតម្រូវការទីផ្សារមានមនុស្សមួយចំនួនគាត់មកឲ្យយើងជួយការងារអស់ហ្នឹងគាត់ឲ្យលុយយើងចាយចាហើយលុយដែលយើងទទួលបានពីគាត់ហ្នឹងវាច្រើនជាងប្រាក់ខែយើងទៀតចាដល់អញ្ចឹងយើងចាប់ដើមមានកំណត់មួយថាចុះបើខ្ញុំធ្វើពីភ្ញៀវ2 3ហ្នឹងឲ្យដល់100 200នាក់ទៅវាមិនលុយជាងហ៎អញ្ចឹងកន្លែងហ្នឹងហើយបានចាប់ដើមធ្វើឲ្យយើងមានកំណត់ហើយបន្តធ្វើការងារនឹងមកដល់បច្ចុប្បន្នទៅអូចាបងហើយចុះមុនបងបើកអាជីវកម្មហ្នឹងបាទបងថាមិញបងអត់ដែរនឹកឃើញថាចង់ធ្វើអាហ្នឹងទេពីមុនបងចង់ធ្វើអីគេនិយាយទៅខ្ញុំពីថ្នាក់វិទ្យាល័យយើងអានសភៅអាជីវកម្មច្រើនយើងអានសភៅ business ផ្សេងច្រើនយើងចង់ដឹងខ្លាចថាអនាគតទៅចង់អ្នករកស៊ីហើយចង់ធ្វើម្ចាស់អាជីវកម្មហើយអត់ចង់ធ្វើការទេចាមិនមែនថាខ្ជិលធ្វើការវាតម្លៃវាមិនល្អអីទេប៉ុន្តែយើងមានកូនកំណត់មួយយើងចង់អូនអ្វីមួយចង់ធ្វើជាម្ចាស់អាជីវកម្មទៅលើអីគេមួយហើយអ្វីដែលខ្ញុំចង់ធ្វើដំបូងបំផុតគឺ sale ហើយ sale ដែលខ្ញុំចង់ធ្វើគឺក្នុងវិស័យ foreign exchange ជំនាន់មុនហ្នឹងគឺគេផ្ទុះខ្លាំងតែក្រោយនេះរៀងធ្លាក់ចុះមកដោយសារអ្នកដាច់ account ច្រើនអញ្ចឹងទៅវាលែងល្បីដូចជំនាន់មុនអញ្ចឹងណាហ្នឹងហើយខ្ញុំនៅក្នុងវិស័យហ្នឹងហើយខ្ញុំស្រាវជ្រាវតាំងពីថ្នាក់ទី10ទី11ទី12ស្រាវជ្រាវថាហ្នឹងស្អីគេធ្វើអីយើងមើល YouTube មើលព័ត៌មានច្រើនចាយលុយទៅរៀនគេជាមួយគេទៀតអស់រាប់ពាន់ដុល្លារចាបងដើម្បីឲ្យយើងខ្លាចជាអ្នកជំនាញហ្នឹងប៉ុន្តែចុងក្រោយខ្ញុំបោះបង់វាចោលដោយសារហេតុអី apply ចូលធ្វើការងារនៅក្រុមហ៊ុនទាំងអស់ហ្នឹងគឺគេអត់យកយើងហើយមកដល់ម៉ោងនេះបាទខ្ញុំយល់ថាមិនបានអាពេលហ្នឹងគេអត់យកខ្ញុំបានគេអត់យកខ្ញុំ apply ច្រើនកន្លែងចង់ងាប់ហើយបានអត់យកខ្ញុំអញ្ចឹងខ្ញុំក៏មនុស្សមានសមត្ថភាពមួយដែរមិនបានគេមិនយកសម័យមើលទៅកាលហ្នឹងយើងក្បាលមិនសមសក់ខោមិនសមអាវអីចឹងហើយយើងទៅ apply ធ្វើ sale ហើយគេមកយកយើងគេអត់យកយើងដល់ពេលយើងសម័យមើលទៅវាសមហើយបើយើងអញ្ចឹងហើយទៅឲ្យពីណាគេយកបើសបល់មើលដូចស្បែកដូចគីងគក់ទៅឡើងមកពីស្រែអីចឹងណាវាអត់សមជាបុគ្គលិកលក្ខណៈអ្នក sale សុទ្ធហ្មងណាបាទហើយចប់លែងចង់ធ្វើអាការងារហ្នឹងត្រឹមតែពេលយើង apply ការងារទៅគេថាគាត់អត់ត្រូវការបុគ្គលិកទេដល់ពូម៉ាក់ខ្ញុំមួយគេស្រីស្អាតគេ apply ចូលក្រុមហ៊ុននឹងដូចគ្នាគេដាក់ភ្លាមគេជាប់ភ្លាម
ដល់ពេលយើងចាប់តាម reflection ទៅត្រូវហើយគេស្អាតគេធ្វើការងារហ្នឹងទៅហើយយើងក៏បានសំពេលហ្នឹងគឺបាច់ធ្វើការងារហ្នឹងហើយឈប់នៅចង់ធ្វើនៅក្នុងវិស័យហ្នឹងពេលហ្នឹងចាប់តាមបដិសមត្ថភាពទៅលើរឿងកាត់តវីដេអូ design រូបភាពអាចជាការងារដែល support ទៅលើការធ្វើ marketing ពេលហ្នឹងចេះចាប់ដើមរៀនសូត្រពីអាហ្នឹងចេះតែចេះអាហ្នឹងច្រើនស្រឡាញ់អាហ្នឹងច្រើនយូរទៅបានចាប់ដើមមាន skill ទៅលើខាងហ្នឹងមានគេឲ្យយើងធ្វើការទៅលើខាងហ្នឹងជួយ support គេជា freelance អីផ្សេងៗយូរទៅបានយើងចាប់ដើមថាអានេះក៏ជាវិស័យមួយដែលយើងអាចយកវាមកធ្វើជា business មួយបានដែរព្រោះក្នុងជីវិតរបស់ខ្ញុំមិនមែនចង់ធ្វើតែវិស័យហ្នឹងមួយឬក៏ចង់ធ្វើតែ business ហ្នឹងមួយទេយើងចង់ធ្វើ multiple business អញ្ចឹងវាអាចจะជាវិស័យមួយដែលអាចឲ្យយើងបើកទ្វារបើកផ្លូវទៅក្នុងការរកស៊ីវិស័យផ្សេងៗទៀតមានន័យថាយើងចេះធ្វើ marketing ហ្នឹងយើងអាចទៅធ្វើ trading ក៏យើងធ្វើបានធ្វើវិស័យអីផ្សេងៗជា business បន្ទាប់ទៀតគឺយើងអាចធ្វើបានទាំងអស់អាចថាចេញពីឫសគល់នៃអាហ្នឹងមួយអញ្ចឹងវាជារឿងមួយដែលខ្ញុំគិតថាអូខេវាគឺជា business ទី1ដែលខ្ញុំគួរតែចាប់ផ្ដើមធ្វើវាហើយចុះការងារហ្នឹងបងស្រឡាញ់អត់បងស្រឡាញ់បើសួរថាស្រឡាញ់មិនស្រឡាញ់ខ្ញុំស្រឡាញ់ក្នុងការដឹកនាំក្នុងការរកស៊ីក្នុងការធ្វើអាជីវកម្មបើឲ្យខ្ញុំទៅធ្វើខ្លួនឯងផ្ទាល់គ្រប់ម៉ោងគ្រប់ពេលគ្រប់វេលាហ្មងខ្ញុំអាចធ្វើបានល្អនៅពេលដែលខ្ញុំចាប់ផ្ដើមដំបូងតែកាលណាខ្ញុំអាចរៀបជាប្រព័ន្ធ system នឹងបានហើយមានមនុស្សមកអាច replace ធ្វើអានឹងបានហើយខ្ញុំចូលចិត្តឲ្យប្រព័ន្ធនឹងវាដំណើរការការងារខ្ញុំចូលចិត្តគឺចូលចិត្តឲ្យប្រព័ន្ធដែលខ្ញុំរៀបចំខ្ញុំធ្លាប់ធ្វើបាននឹងដំណើរការដោយមនុស្សជាច្រើនគេធ្វើការងារនឹង working បានដូចពីមុនអញ្ចឹងខ្ញុំធ្វើវាដាច់យប់បានធ្វើវាដាច់យប់ប៉ុន្តែឥឡូវខ្ញុំអត់ទៅធ្វើអានឹងផ្ទាល់ខ្លួនឯង 100% មួយភ្ញៀវទៀតទេប៉ុន្តែអ្វីខ្ញុំចង់ធ្វើខ្ញុំចង់ឲ្យ processing SOP ដែលខ្ញុំរៀបចំហ្នឹងវា working មានថាការងារដែលខ្ញុំធ្លាប់រៀបពីមុនមកហ្នឹងឥឡូវត្រូវបានក្រុមការងារខ្ញុំគាត់ធ្វើហើយគាត់ធ្វើតាមអ្វីដែលខ្ញុំរៀបចំអញ្ចឹងអ្វីដែលខ្ញុំស្រឡាញ់គឺការរៀបចំ SOP ឲ្យគេធ្វើទាំងហ្នឹងអញ្ចឹងមិនថាតែ digital marketing ទេអីផ្សេងទៀតគឺខ្ញុំចូលចិត្តដែរអីអញ្ចឹងសម្រាប់ក្រុមហ៊ុន agency បងផ្ដោតសំខាន់ទៅលើគេក្រុមហ៊ុន Adbox ហ្នឹងបងបាទ Adbox បើនិយាយពីចាប់ផ្ដើមដំបូងជានិយាយបានថាដំបូងណាចាប់ឆាយពេលដំបូងឲ្យតែបានលុយស្អីក៏យើងធ្វើដែរឲ្យតែបានលុយទទួលទាំងអស់ភ្ញៀវរឿងមិនដែលធ្វើសោះក៏យើងទទួលធ្វើដែរdesign logo អត់ទាន់ស្គាល់ Elas អីគេផងឲ្យតែលុយដល់ខ្ញុំរៀនពី YouTube បារាធ្វើបារាឲ្យបងទៀតហើយហ្នឹងចាប់ផ្ដើមដំបូងគឺស្អីក៏យើងធ្វើដែរចម្រោះនិយាយទៅណាចម្រោះមានន័យថាធ្វើរូបភាពក៏យើងធ្វើចោះទៅថតដល់ទីតាំងឥឡូវក៏យើងនៅធ្វើដែរប៉ុន្តែគាត់យើងផ្ដោតណាយើងផ្ដោតយើងថាមួយណា priority មួយណាយើងអាចធ្វើបន្តបន្សំអញ្ចឹងទៅយល់ហ្នឹងបាទអញ្ចឹងយើងធ្វើ all in one នៅក្នុង marketing ហ្មង business មួយហ្នឹងតាំងពី marketing strategy តាំងពីលើដល់ក្រោមយើងធ្វើទាំងអស់ឧទាហរណ៍ថាទៅជួបភ្ញៀវមួយអញ្ចឹងយើងចាប់ផ្ដើមនិយាយអំពីmarketing strategy មួយគាត់ថា3ខែទៅមុខ6ខែទៅមុខយើងធ្វើអី draft marketing ហ្នឹង approve មួយគាត់បែងចែកការងារធ្វើទាំង media ចោះទៅថតធ្វើរូបភាពណាធ្វើ TikTok ធ្វើ content ធ្វើអីផ្សេង boost អីផ្សេងគឺធ្វើទាំងអស់ឡើយហ្នឹងណាបាទដំបូងយើងធ្វើទាំងអស់ប៉ុន្តែដល់ពេលយូរទៅយើងឃើញថាក្រុមការងាររបស់ Adbox គឺគាត់មានការស្រឡាញ់គាត់មានការផ្ដោតរឿងកន្លែងគាត់ធ្វើបានល្អបំផុតគឺការ boost ពេល live ហើយនឹងដោះស្រាយបញ្ហាផ្សេងចាបងអាហ្នឹងគឺ priority លេខ1ប៉ុន្តែមិនមែនថាផ្សេងទៀតយើងអត់ធ្វើទេ boost sport ក៏យើងនៅធ្វើរឿង video រឿង media អីយើងនៅធ្វើដែរប៉ុន្តែនៅពេលដែលយើងផ្ដោតក្រុមការងាររបស់យើង20នាក់ប្រកាសជាមានអ្នកដែលធ្វើអាលេខ1ហ្នឹងច្រើនគ្នាហើយទៅចាបងចាបាទដល់ពេល video production ចុះថតដល់ទីតាំងអីក៏យើងមានមនុស្សតិចដែរចាអញ្ចឹងគ្រាន់តែ boost យើងមានដល់ទៅ10នាក់ជាងចាដល់ពេលផ្ដោតទៅលើរឿងចុះថតដល់ទីតាំងយើងមាន2នាក់3នាក់ចាអញ្ចឹងយើងអាចមើលឃើញថាមួយណាយើងផ្ដោតមិនមែនថាអានោះយើងអត់យើងធ្វើអត់បានល្អទេប៉ុន្តែធនធានយើងដែលគាត់ទៅធ្វើខាងហ្នឹងវាអាចតិចជាងកន្លែងដែលយើងផ្ដោតចាបងចាយល់បងចាអញ្ចឹងសម្រាប់បងវិញនៅពេលដែលបងចាប់ផ្ដើមអាជីវកម្មដំបូងបងធ្វើចម្រោះហើយឥឡូវបងផ្ដោតភាគច្រើនគឺផ្ដោតសំខាន់ទៅលើការ boost live ទេត្រូវបងចាអញ្ចឹងរវាងចំណុចប្រែប្រួលហ្នឹងបងគិតថាagency របស់បងវារីកចម្រើនជាងមុនអត់វារកលុយបានច្រើនជាងមុនអត់ឬក៏វាបានតិចជាងពេលយើងធ្វើចម្រោះដោយសារការពេលយើងធ្វើចម្រោះអាណាបានលុយយើងយកធ្វើហើយដល់ពេលឥឡូវយើងភាគច្រើនយើងផ្ដោតទៅលើ boot live អញ្ចឹងចង់ឲ្យបងជួយបកស្រាយតិចថងចំណុចហ្នឹងហ៎បងតើពីមុនយើងធ្វើស្អីក៏បានដែរឲ្យតែបានលុយយើងធ្វើទាំងអស់តែមិនប្រកាសថាយើងធ្វើបានល្អណាចាហើយរឿងខ្លះថ្មីជ្រើងហ្មងតែយើងចេះចង់ធ្វើដែរឥឡូវដូចខ្ញុំលើកឧទាហរណ៍មកអញ្ចឹងចង់ logo គេឲ្យធ្វើត្រូវថ្លៃធ្វើតែអត់ចេះ Elas ប៉ុណ្ណឹងទៅគូ logo មកចេញឥឡូវសួរថាទោះបីយើងគូចេញក៏ត្រូវការចាយពេលយូរដែរត្រូវរៀនបាធ្វើបាត្រូវបាទអញ្ចឹងយើងចាយពេល2ថ្ងៃទៅធ្វើរឿងហ្នឹងបានលុយ$200ចុះតែណានេះចាយពេលតែមួយព្រឹកឬក៏ចាយពេលតែ2-3ម៉ោងយើងអាចបានដល់ទៅ$200ដូចគ្នា
ចឹងណាបាទអញ្ចឹងបើយើងប្រៀបធៀបគ្នាមើលពីមុនយើងស្អីក៏ធ្វើអីក៏បានលុយក៏ធ្វើហើយប្រៀបធៀបជាមួយនឹងការឥឡូវដែលយើងផ្ដោតទៅលើការ boost like boost ដោះស្រាយបញ្ហាផ្សេងៗឬក៏ boost post អាចជាលំដាប់លេខ2លេខ3អីនេះឃើញថាទាំងក្រុមការងារទាំងក្រុមហ៊ុនផ្ទាល់យើងធ្វើបានល្អជាងមុនមានន័យថាម៉េចពីមុនក្រុមការងារខ្ញុំមួយក្រុមគាត់កាន់ភ្ញៀវ boost like តែ2 3ឥឡូវគាត់កាន់ដល់ទៅ20 30ភ្ញៀវអញ្ចឹង experience គាត់យល់ច្បាស់ថាម្នាក់នេះមិនភ្ញៀវមួយនេះមិនភ្ញៀវនេះមិនមាន case study ច្រើនឲ្យគាត់រៀនជួយយ៉ាងណាមានថាក្នុងពេលតែមួយគាត់ធ្វើ boot live បានតែ2ទេពីមុនឥឡូវមួយថ្ងៃគាត់ធ្វើ30ភ្ញៀវហើយមួយក្រុមមានដល់ទៅ6ក្រុមអញ្ចឹងវារាប់រយភ្ញៀវអញ្ចឹងមានថាយើងមាន case study ច្រើនសម្រាប់ឲ្យគាត់រៀនចាបងចាមានន័យថាគាត់ខ្លាំងទៅលើតែរឿងហ្នឹងមួយរឿងផ្សេងគាត់អាចថយឯត្រូវអត់អូខេយើង accept វាហើយយើងចង់ឲ្យក្រុមការងារយើងគាត់ខ្លាំងទៅលើតែរឿងហ្នឹងមែនចាបងចាហើយចុះសម្រាប់លុយវិញបងហេរ៉ាញ់វត្ថុនៅក្នុង agency ពេលធ្វើចឹងទៅបានលុយច្រើនជាងមុនបានលុយច្រើនជាងដោយសារតែយើងធ្វើបានល្អជាងយើងសំទោសនៃការដាច់ភ្ញៀវគឺតិចដោយសារយើងធ្វើបានល្អឥឡូវបងឯងសម័យមើលបើឲ្យបកគលម្នាក់ហ្នឹងគាត់ទៅកាន់ boot live បាន2យ៉ាងហើយបងឯងជាជនទី3ចាបងឯងមិនមែនយើងសន្មត់ថាអត់ដើរទេណាប៉ុន្តែបទពិសោធន៍អ្នកដែលមកកាន់ឲ្យបងឯងហ្នឹងទៅបាន2 3ភ្ញៀវហ្នឹងចាប៉ុន្តែឥឡូវអត់ទេគាត់កាន់50ភ្ញៀវ20 30ភ្ញៀវចាដល់ពេលអ្នកបន្ទាប់ទៀតមកគាត់មាន experience ស្រាប់ហើយគាត់ដឹងថា boot រាប់រយដងនោះ boot មិនដើរ boot មិនសូវដើរធ្វើមិនល្អធ្វើមិនសូវល្អភ្ញៀវមួយនេះនៅក្នុងវិស័យគេគ្រឿងអលង្ការគាត់ដឹងថាអូគាត់មានរបស់ដែលអាច boot គ្រឿងអលង្ការបានដើរល្អគាត់មានយុទ្ធសាស្ត្រសម្រាប់ boot គ្រឿងអលង្ការបានល្អអញ្ចឹងគាត់មាន case study ច្រើនអ្នកដែលមកបន្ទាប់គឺរៀងជីក្នុង highway តិចហើយរៀងស្រួលតិចហើយអត់សូវហានិភ័យខ្ពស់ទេយល់ទេប៉ុន្តែដល់ពេលគាត់អត់ដែរធ្វើការផលិតមាតិកាពីមុនយើងមិនទៅចោះថតទីតាំងក្នុងការផលិតមាតិកាតែដល់ពេលឥឡូវបើយើងទៅចោះថតដូចពីមុនទៀតយើងអត់ធ្វើបានល្អទេប៉ុន្តែយើងត្រូវយល់ថាក្នុងហ្នឹងយើងត្រូវរើសមួយយើងត្រូវចោលមួយចឹងឯងហើយយើង accept អញ្ចឹងតែដល់ពេលយើង accept អញ្ចឹងយើងធ្វើបានល្អរលុយបានច្រើនជាងចាបានន័យថាសេវាកម្មដែលបងលក់ទៅឲ្យភ្ញៀវគឺចេញមកដឹងតែគុណភាពហ្មងដែរបងយើង focus ខ្លាំងទៅលើគុណភាពចាហើយបងដែលជួប client ណាដែលឲ្យធ្វើការងារហើយអត់ឲ្យលុយអត់សបោកាលពីមុនណាពិសេសបើនិយាយទៅថានិយាយដើមភ្ញៀវធំគាត់សុញសាញច្រើនពិបាកច្រើនចេះចោះច្រើនឲ្យទៅជួបច្រើនវា complicate អញ្ចឹងណាអបញ៉ាអីមួយចំនួនទៅពេលខ្លះជាថាគាត់មានលុយច្រើនណាដាក់ឋានៈសាប៉ុន្តែពេលខ្លះពិបាកនិយាយគ្នាវិញដែរមិនទាំងយកកាត់អត់ទេកន្លែងហ្នឹងណាប៉ុន្តែខ្ញុំនិយាយតាមបុគ្គលទេអញ្ចឹងណាបាទពីមុនយើងឃើញគេអញ្ចឹងយើងទៅហ៊ានទាលុយគេចាត្រូវអត់ចាយើងមានអារម្មណ៍ថាធ្វើទៅកណ្ដាលខ្លាចបងអត់ឲ្យលុយចាឋានៈបងប៉ុណ្ណេះដែរតែធ្វើចុងក្រោយយើងមិនខ្លាចគាត់ឲ្យលុយគឺគាត់អត់ឲ្យលុយហ្មងចាវាមានដែរប៉ុន្តែបច្ចុប្បន្ននេះលែងសូវហើយតែប៉ិតបទពិសោធន៍បរិញ្ញាមនុស្សចាបងក៏យើងភ្លុកអាហ្នឹងខ្លះមិនយើងដឹងថាត្រូវធ្វើម៉េចដើម្បីថ្ងៃក្រោយកុំឲ្យជួបអញ្ចឹងទៀតត្រូវទេបើអត់ឥឡូវសួរតើអ្នកណាដែលនឹកឃើញថាធ្វើម៉េចកុំឲ្យមានភ្ញៀវគេអត់ឲ្យលុយប្រហែលជាមិនមានទេចាតើមានអ្នកចាពាក់បើយើងទៅរកនឹកឃើញថាអូទាបែបម៉េចហើយមកដំណោះស្រាយម៉េចវិញអញ្ចឹងដល់ពេលមកដល់ឥឡូវថយច្រើនហើយដូចជាអត់សូវមានបញ្ហាហ្នឹងចាអញ្ចឹងបងអាចជួយចែកម្លែកថាមានប៉ុន្មានចំណុចដែលយើងអាចពួកអីចាក់ស្ដែងដូចបងអញ្ចឹងមកបើក agency អត់ដែរគិតនឹកឃើញថាអូធ្វើការងារនេះទៅភ្ញៀវអត់ឲ្យលុយអញ្ចឹងបើបងម្ចាស់អាជីវកម្មដែលគាត់ទៅតែចូលមកប្រឡូកនៅក្នុងវិស័យហ្នឹងបងមានអីនិយាយទៅប្រាប់គាត់ឬក៏និយាយថាជាដំបូងមានដែលអាចឲ្យគាត់បានដឹងជាក់ស្ដែងពីរបៀបទាលុយភ្ញៀវនិយាយឲ្យចំគឺទាលុយ client ទាលុយផ្សេងតែអានេះអញនិយាយថាក្បាច់កុំឲ្យភ្ញៀវលុយជាពាក់ឲ្យភ្ញៀវជាពាក់លុយវិញចាតែថា3ច្បាច់ចាស់កុំឲ្យភ្ញៀវគាត់ជាពាក់លុយយើងអញ្ចឹងទី1គឺ policy នៅក្រុមហ៊ុនរបស់យើងគោលការណ៍នៅក្រុមហ៊ុនរបស់យើងត្រូវប្រកាន់ជំហរហ្មងថាបងក្រុមហ៊ុនរបស់ខ្ញុំគឺខ្ញុំសុំលុយមុនទៅលើរឿងការងារមួយនេះទីហោណាឥឡូវខ្ញុំ boot live អញ្ចឹង boot live service ពេលខ្លះយើងអាចយកក្រោយបានអូខេ fine លើថ្ងៃតិចតួចឯបានអត់បញ្ហាទេប៉ុន្តែលុយ boot តែខាត់ត្រូវយកមុនចាបងសេវាកម្មយើងខែ100 120ញៀវខ្លះអាចក្រោមនឹងទៀតក៏មានដែរដោយសារគាត់ធ្វើមកយើងយូរមួយឆ្នាំឬក៏ pay គាត់ច្រើនអីចឹងទៅហើយគាត់ live ម្ដង 1000 ហើយគាត់រត់ចោលស្រុកបាត់ហើយយើងធ្វើសេវាកម្មបានខែបានគ្រប់លុយនឹងវិញទៅអញ្ចឹងទីមួយ policy នៅក្រុមហ៊ុនយើងក្រុមហ៊ុនរបស់យើងខ្ញុំប្រាប់ក្រុមការងារទាំងអស់ភ្ញៀវណាដែលមិនអាចយកលុយមកបានមុនក៏អត់ចោះប៉ុន្តែភ្ញៀវថ្មីឬក៏ភ្ញៀវណាដែលយើងអាចទាញបានទាញគាត់ត្រូវដាច់ខាត់ទៅបង់លុយមុនចាំ boot live ចាអាហ្នឹងគឺជា policy ហើយក៏សុំទោសបងមួយចំនួនដែរ
តែដោយសារវាបត់ពិសោធន៍បរិញ្ញាមនុស្សដូចខ្ញុំធ្លាប់និយាយចឹង ចា បើរាប់លុយដែលគេអត់ឲ្យហ្នឹងក៏វាចូលខ្ទង់ពាន់ដែរ ចា សរុបក្រុមការងារទាំងអស់បញ្ចូលគ្នាខ្ទង់ពាន់ខ្ទង់ម៉ឺនដែរអញ្ចឹងយើងខ្លាចមានអារឿងហ្នឹងទៀត ចា ហើយណាបាទ ចា ទី បង 1 ទី 2 យើងកុំឲ្យភ្ញៀវគាត់មានអារម្មណ៍មួយថាគាត់បង់សេវាកម្មហើយគាត់ខាតទទួលស្គាល់ពេលខ្លះក៏មិនមែនគ្រប់អាជីវកម្មទាំងអស់យើងអាចធ្វើដំណើរការល្អដែរ ចា ប៉ុន្តែពេលធ្វើដើរដំណើរការមិនល្អយើងត្រូវរកការងាររក KPI មកជំនួសអ្វីដែលយើងអត់បានធ្វើនៅល្អហ្នឹងទៅប៉ះបើឲ្យគាត់ ចា ជា បង ចា checklist មកឥឡូវទីហោះថាគាត់ live booth មិនដើរខ្ញុំចាក់ live ឲ្យបង free ចា ខ្ញុំធ្វើប្រព័ន្ធ system នេះឲ្យបង free ចា ខ្ញុំកាត់តកន្លែងនេះឲ្យបង free ខ្ញុំ boot TikTok ឲ្យបងកន្លែងនេះអញ្ចឹងទៅធ្វើម៉េចកុំឲ្យវាលើសកុំឲ្យវាខ្វះឲ្យគាត់ feeling ថាគាត់ចាយសេវាកម្មមួយយើងគាត់ទទួលបាននៅអ្វីសមទៅនឹងការចំណាយរបស់គាត់ ចា តែបើយើងអត់ឲ្យអ្វីទៅអ្វីដែលគាត់ត្រូវបានទៅគាត់ពេញលេញទេគាត់ feeling ថាឲ្យលុយតែអូនឯងខាតទេ ចា ត្រូវអត់ ចា អញ្ចឹង បង ទី ចា 2 យើងប្រាប់ក្រុមការងារថាបងឯងបើសិនជាយ៉ាងណាក៏ដោយត្រូវធ្វើម៉េចឲ្យភ្ញៀវគាត់ឲ្យ service យើងកុំឲ្យគាត់ feeling ថាគាត់ខាត ចាបងចា ហើយសម័យមើលទៅអាចមានករណីខ្លះភ្ញៀវគាត់មកគាត់ boot ឲ្យយើងបានមួយអាទិត្យ boot អត់ដើរគាត់ថាអូនបងឈប់ហើយ ចា វាស្មើនឹងយើងចង់លួចលុយគាត់ហើយនេះ ចាបងចា យកសេវាកម្មគេមួយខែធ្វើឲ្យគេបានតែមួយអាទិត្យយើងឈប់ធ្វើសេវាកម្មមួយគេហើយយើងមិនលួចលុយគេត្រូវអត់តែយើងអត់ធ្វើចឹងទេ ចា បងអាចធ្វើអានេះបានបងខ្ញុំជួយធ្វើអានេះជំនួសបាន ចា កាត់កងគ្នាចង់ក្រោយគាត់ feeling ថាអូខេ acceptable ទទួលយកបាន ចា អញ្ចឹងគាត់អត់ feeling ថាអត់ចង់ឲ្យលុយយើងទេគាត់ ចា ឲ្យលុយយើងទាំងពេញចិត្ត ចា យ បង ល់ឯហ្នឹងហ៎ យល់បងយល់ បាទតែតើចំណុចទី3គឺយើងកុំវេរពេលក្រុមការងារយើងក៏ដោយយើងជា agency ក៏ដោយពេលខ្លះដល់ថ្ងៃទារលុយយើងអត់ហ៊ានទារលុយ ចាបង ពេលខ្លះមិនមែនអត់ហ៊ានទារលុយទេយើងខ្ជិលទារលុយគាត់ ចាបជា ចេះ ណា តែ បង បជាហើយភ្ញៀវបើអត់ទារលុយហងមានការងារអីត្រូវឲ្យលុយទៅត្រូវអ ចា ត់បាទអញ្ចឹងខាង accountant គឺត្រូវប្រាប់មកខាងអ្នក operation អ្នកដែលគាត់ធ្វើសេវាកម្មមួយភ្ញៀវហ្នឹងឲ្យជួយទារលុយធ្វើ invoice ធ្វើអីឲ្យភ្ញៀវអញ្ចឹងទៅគាត់បង់កុំខ្វល់ប្រាប់គាត់ថាបងដល់ថ្ងៃត្រូវបង់លុយហើយយ៉ាងណាក៏ដាស់តឿនគាត់ដែរថាបងមានកាតព្វកិច្ចត្រូវ pay សេវាកម្មរបស់ខ្ញុំ ចា ហើយបើពេលខ្លះយើងអត់ទារគាត់ហ្នឹងហើយយើងទៅល្អូថាបងបាទបង់លុយខ្ញុំបាទបង់លុយខ្ញុំហើយសួរនិយាយពេលហ្នឹងពេលណាមួយខែឬក៏កន្លះខែក្រោយផុតដល់ថ្ងៃបាត់ហ្នឹងអញ្ចឹងគាត់បង់លុយយឺតយើងរាប់ថ្ងៃថ្មីទៀតអត់កើតទេអញ្ចឹងដល់ថ្ងៃត្រូវតែទារលុយគាត់អញ្ចឹងអាចថា3ក្បាច់ហ្នឹងទៅវាកាត់បន្ថយបានច្រើនហើយភ្ញៀវគាត់ប្រកាសជាបង់លុយយើង ខ្ញុំចាប់អារម្មណ៍ចំណុចទី3បងពួកអីពេលខ្លះ client មិនគាត់អត់ចង់ឲ្យលុយយើងទេគាត់ចង់សាកចិត្តយើងថាយើងទាគាត់យើងច្បាស់លាស់រឿងលុយហ្នឹងអត់ចឹងណាបងអញ្ចឹងឥឡូវយើងចូលមកកាន់ចំណុចសេវាកម្មរបស់បងមិញបងបានរៀបរាប់ច្រើនហើយតើតងនឹងសេវាកម្មជាពិសេសគឺបងផ្ដោតទៅលើការ live ចឹងណាអញ្ចឹងចង់សួរបងថារាល់ថ្ងៃបងធ្វើសេវាកម្មហ្នឹងទៅកាន់អាជីវកម្មបែបម៉េចដែរបង ការ live លក់នេះបច្ចុប្បន្នយើងទទួលច្រើនផ្ដោតចំហុំភាគច្រើនអតិថិជនហ្មងគឺសេវាកម្មគាត់លក់រាយ ចាបង លក់រាយតែទៅ live លក់រាយគឺជារឿងល្អជារឿងត្រឹមត្រូវហើយអាជីវកម្មដែលយើងកំពុងតែធ្វើហើយសម្បូរភ្ញៀវទៅខាងហ្នឹងដូចជាកៅអៅដូចជាស្បែកជើងដូចជាកាបូបគ្រឿងអលង្ការ cosmetic ហើយនឹងលក់ផលិតផលសម្ភារៈផ្ទះបាយឬក៏ផលិតផលផ្សេងៗទៀតអមទេព្រោះលក់អង្គលក់អីវាមិនសូវសម្បូរទេអញ្ចឹងណា ខ្ញុំធ្លាប់ឃើញគេ live លក់អង្គ I know ប៉ុន្តែចង់មានន័យថាភ្ញៀវបងឧទាហរណ៍100នាក់អញ្ចឹងលក់អង្គម្នាក់អីហ្នឹងចង់និយាយអញ្ចឹងណាតែលក់កៅអៅ10 20នាក់អញ្ចឹងទៅបងចង់មានន័យអញ្ចឹងរាប់ភ្ញៀវដែលកំពុងតែកាន់វិស័យហ្នឹងអញ្ចឹងទៅលក់ម៉ូតូលក់អីអញ្ចឹងទៅអ្នកដែលគេ live ណាហ្នឹង ចាបងហើយចុះអាជីវកម្មបែបម៉េចដែលយើងអត់គួរ live ដូចថា live ទៅគេមើលមកអូរស់ស៊ីអញ្ចឹងទៅ live មិនកើតដូចថាអាជីវកម្មណាដែលវាអត់ស័ក្តិសមសម្រាប់ការ live ហ្នឹងហ្មងណា កាពិតគ្មានអីថាមិនសមទេពេលដែល live គាត់ធ្វើ action គាត់ធ្វើសកម្មភាពសម្រាប់ក្នុងការធ្វើទីផ្សាររបស់គាត់ហើយ ចាបង ប៉ុន្តែគ្រាន់តែយើងនិយាយពាក្យមួយម៉ាត់ទៀតថាតើគាត់គួរឬមិនគួរមានន័យថាគាត់អាចដកពេលវេលាហ្នឹងទៅធ្វើអីផ្សេងល្អជាងឬក៏សុខចិត្តយកមកធ្វើពេល live ហ្នឹងល្អជាងចង់និយាយអញ្ចឹងណាបើសួរថាអាក្រក់ហ្មងគ្មានអីអាក្រក់ទេឲ្យតែគាត់ធ្វើសកម្មភាពនៅក្នុង social media របស់គាត់បានច្រើនកាលណាហៅតែល្អកាលហ្នឹងប៉ុន្តែ business មួយចំនួនវាយកពេលទៅធ្វើវីដេអូយកពេលទៅអង្គុយធ្វើអីផ្សេងវាប្រសើរជាង ចា ភាគច្រើនអ្នកដែលពិបាកក្នុងការ live ឬក៏សុខចិត្តយកពេលទៅធ្វើអីផ្សេងជាងការ live ផ្ដោតទៅលើសេវាកម្ម សេវាកម្មណាបង សេវាកម្មឥឡូវទីហោសេវាកម្មខ្ញុំយើងចោះសេវាកម្មយើងលក់ page boot live ភ្ញៀវហើយយើងមិន live លក់ page boot live ទៅវិញអត់ វាមើលទៅអត់តំណង វាអត់តំណងទេមានន័យថាអាជីវកម្មមួយចំនួនมันអាចទៅ live លក់អញ្ចឹងបានទេវាមិនដែលមានអ្នកគេ boot page boot live លក់ page boot live ទៅរៀងល្អសើចតិចណាបង អូខេអាជីវកម្មមួយចំនួនទៀតជួសជុលរថយន្ត ចា តែ live មិនឥឡូវយើង live មិនសេវាកម្មជួសជុលរថយន្តសេវាកម្មលាងម៉ូតូ live មិនបើ live វា live បានតែទៅធ្វើវីដេអូធ្វើអីផ្សេងវាប្រសើរជាង ចា សេវាកម្មមួយចំនួនជួ
ជួសជុលម៉ាស៊ីនត្រជាក់អីចឹងទៅអញ្ចឹងភាគច្រើនអាចតែផ្ដោតទៅលើសេវាកម្មអាចនឹងរៀងពិបាកឡើយប៉ុន្តែសេវាកម្មមួយចំនួនភាគច្រើនផ្ដោតទៅលើសេវាកម្មប្រឹក្សាយោបល់ចាប្រឹក្សាយោបល់គេត្រូវការអ្នក specialize អ្នកជំនាញអញ្ចឹងគេចង់ឃើញមនុស្សហ្នឹងចេញមុខតោះណាអញ្ចឹងគាត់ live ដែរប៉ុន្តែមិនមែន live ដួកឥឡូវហ្នឹងទេ live ជាការធ្វើ branding live ជាការឲ្យព័ត៌មានឲ្យការប្រឹក្សាយោបល់ជាសាធារណៈចា៎ឧទាហរណ៍សេវាកម្មពន្ធដារអញ្ចឹងចោះ agency ពន្ធដារអញ្ចឹងចោះគាត់អាចធ្វើការ live ចឹងបានគាត់យកសំណួរទូទៅដែលគេជា top question អីចឹងមក live បញ្យលអីចឹងទៅតែមិនមែន live ថ្ងៃហ្នឹងគេតម្លាក់លេខទីតាំងទិញគាត់អីហ្នឹងទេយ៉ាងនិយាយចឹងណាហ្នឹងហើយបានន័យថាយើងអាចបែងចែកមួយ live ដែរតែមិនមែន live បែបអាជីវកម្មទេ live យើង live ធម្មតា interact មួយភ្ញៀវបើសម្រាប់អាជីវកម្មដែលលក់រាយគាត់អាច live ដូចថាយើងប៊ូទៅដឹងតែមានគេតម្លាក់លេខតម្លាក់ទីតាំងយើងលក់អវ៉ាន់យើងចេញហ្មងអាចថាមួយ live លក់ភ្លាមចាមួយ live ដើម្បីឲ្យខ្លួនឯងល្បីចា live ឲ្យគេស្គាល់យើងសិនឲ្យគេស្គាល់យើងសំណួរមួយទៀតចង់សួរបងវិញថាដូចថាបងដែលមាន client ណាគាត់ប្រើសេវាកម្មបងហើយ live ទៅមានអ្នកទិញមានអីចឹងសរសើរខ្លួនឯងថាគាត់បកកែគាត់អីចឹងណាបានគេទិញគេតម្លាក់លេខអីដល់ពេលថ្ងៃណា live ធ្លាក់អត់មានអ្នកទិញអីចឹងទៅគាត់ចាប់ដើមមកបន្ទោខាងបងថាខំទិញសេវាកម្មពីបងហើយថៃបានប៊ូនៅតអត់មានអ្នកទិញអាហ្នឹងបងអាចជួយបកស្រាយបានអត់ថាមកពីបញ្ហាអីដែរពេលលក់ដាច់ថាខ្លួនឯងបកកែចាតែពេលលក់អត់ដាច់ថាមិនបានណៃប៊ូតអនមែនថ្ងៃហ្នឹងត្រូវហើយបងកាពិតអត់ខុសទេគាត់ក៏ត្រូវតែបកកែអ្នកប៊ូតក៏ត្រូវតែបកកែដែរចឹងបានន័យថាពីរហ្នឹងយើងវាដើរទន្ទឹមគ្នាណាបងវាមិនមែនតែពីរវាអាចត្រូវមានធាតុផ្សំច្រើនទៀតអានេះតែឈឺទៅពេទ្យផ្សំថ្នាំមកអត់ដែរបងបាទហេតុអីបានគេមិនបង្កើតថ្នាំមកគ្រាប់មកលេបឲ្យបាត់ឈឺគ្រប់ប្រភេទហ្មងទៅចាំបាច់ផ្សំថ្នាំធ្វើអីកើតទេវាអត់កើតដោយសារតែវាត្រូវមានថ្នាំក្អកផ្សេងវាត្រូវមានថ្នាំហៀសបោផ្សេងវាមានត្រូវថ្នាំឈឺក្បាលផ្សេងផ្សំបញ្ចូលគ្នាបានឲ្យជាកើតដូចគ្នាយើងធ្វើ business យើងមិនអាចបកកែតែ live យើងអាចឈ្នះគេបានទេហើយយើងក៏មិនមែនចេះតែ boot live មិនដឹងណាប៉ាត់នេះក៏អាចដំណើរការបានដែរហើយក៏មិនមែនចេះតែដើររកផលិតផលសល់តាំងពីណាពីណីសង្គមបុរាណដែលគេលែងប្រើការយកមកលក់ក៏អត់កើតដែរនិយាយស្រួលស្ដាប់មានន័យថាលក់ដាច់វាមិនតំបកៅទៅលើថាអ្នក boot នឹងបកកែតែឯងអ្នក live នឹងបកកែតែឯងផលិតផលល្អតែឯងទៅឯងទៅអត់រួចទេវាត្រូវគ្រប់យ៉ាងទៅទាំងព្រមហ្នឹងអញ្ចឹងនៅពេលដែលគាត់លក់ដាច់វាអាចថាអូខេគាត់បកកែចាបាទអ្នក boot ពេលហ្នឹងក៏បកកែដែរចាពេលគាត់លក់អត់ដាច់ក៏អាចមកពីខ្លួនគាត់ខុសអីគេមួយផលិតផលគាត់ថ្ងៃហ្នឹងមានបញ្ហាអីតម្រូវការថយចុះឬក៏យ៉ាងណាហើយក៏វាមានភាគរយអាចមកពីអ្នក boot ដែរចាបងនិយាយស្រួលស្ដាប់វាត្រូវមានកត្តាគួបផ្សំជាច្រើនណានៅពេលដែលយើងនិយាយអំពីការ live លក់ឬក៏ការធ្វើអាជីវកម្មលើ online វាអាចអីគេខ្លះឥឡូវយើងនិយាយតែ principle of marketing គេថា P4 ហ្នឹងតើឧទាហរណ៍ product របស់គាត់យល់ទេ product របស់គាត់ឥឡូវសម័យនេះ live លក់ញ៉េឥឡូវសួរមានគេទិញអត់មានតែគេប្រើផងតែគាត់ស្អាតណាគាត់បកកែនិយាយណាហើយអ្នក boot គឺជា top 1លំដាប់ពិភពលោកហើយសួរថាលក់បានអ្នក boot ហើយអ្នក live លក់ហ្នឹងគឺសិស្ស idol ទៀតតែគាត់លក់មួយញ៉េចាលក់កាសែតសួរថាទៅលក់ដាច់អត់ដាច់ទេមើល product ហ្នឹងវាហួសសម័យហើយបាទអញ្ចឹងវាទៅនឹង product របស់គាត់ដែរត្រូវទេបាទ price របស់គាត់ផលិតផលរបស់គាត់ពេលខ្លះ perfect ទាំងអស់ប៉ុន្តែតម្លៃរបស់គាត់ថ្លៃជាងគេពេកហើយសម័យឥឡូវ algorithm Facebook ស្រួលប៉ុណ្ណែងចង់រកសភៅឬក៏រកអីគេឥឡូវឧទាហរណ៍ថា cache ទូរស័ព្ទមួយចុះចាមួយផ្លែតលួត page ស្រៀងគ្នាមកឲ្យ online ស្វែតម្លៃបានបាត់ឯហ្នឹងចាបងត្រូវអត់អញ្ចឹងបើគាត់តម្លៃលើគេពេកក៏ពិបាកដែរកន្លែងហ្នឹងណាបាទplacement អាហ្នឹងយើងមិនបាច់និយាយ Facebook គឺជា placement ហើយ promotion នេះ promotion ឡើងនេះមិនមែននិយាយថា promote និយាយថា promotion ពេលខ្លះខ្មែរយើងយល់ខុសនិយាយថា promote ចុះចា៎ promote វាអាចមានអ្នក live វាអាចមានអ្នក boot នឹងឯងវាអាចមានគាត់អ្នក live មានអ្នក boot អញ្ចឹងអញ្ចឹងពេលខ្លះគាត់បកកែតែ live ហ្នឹងគាត់ខ្វះច្រើនអត់ខ្វះមួយកណោត្រូវទេបាទខ្វះមួយកណោអញ្ចឹងពេលដែលគាត់ live លក់បានជួនកាលវាជារឿងចៃដន្យត្រូវទេបាទពេលខ្លះ boot ជារឿងចៃដន្យដោយសារតែចំណុចផ្សេងៗបើគាត់ធ្វើមិនបានល្អអញ្ចឹងជាជាងដែលគាត់គិតថាគាត់ធ្វើបានល្អបកកែ live អ្នក boot នឹងអត់ទេវាគិតហ្នឹងគឺតែមួយជ្រុងទេគាត់លក់បានថ្ងៃនោះប្រហែលជាមានកត្តាគប់ផ្សំលើសពីគ្រាន់តែការ boot ចាយល់ហ្នឹងបាទអញ្ចឹងបើសរុបជារួមមកខ្ញុំលើកទឹកចិត្តថាអ្នក live គាត់មិនអាចនិយាយអញ្ចឹងបានទេមិនបានអនឡាញ boot ពេលដែល live លក់បានសរសើរខ្លួនឯងនៅពេលដែលលក់អត់បានបន្ទោសអ្នក boot វាជារឿងមួយដែលអត់ត្រូវវាជាផ្នែកប៉ុណ្ណោះអញ្ចឹងហ្នឹងខ្ញុំចាប់អារម្មណ៍ទៅលើ
កន្លែងដែលបងចៃថាប៊ូឡាយបែប random អញ្ចឹងបងអាចជួយបញ្យល់បានថាប៊ូឡាយមិន random ដូចថាពេលខ្លះយើងចេះប៊ូទៅថ្ងៃខ្លះដើរថ្ងៃខ្លះអត់ដើរអញ្ចឹងណាបងចាហើយរងថ្ងៃបងប៊ូបែបមិនបងប៊ូបែប random ហ្នឹងឬក៏បងមាន strategy មួយដែលថាយើងត្រូវធ្វើពី A ដល់ C ដើម្បីយើងធានាលទ្ធផលថាពេលយើងធ្វើអញ្ចឹងទៅគឺវាបានលទ្ធផលបែបគុណភាពហ្មងបងយ៉ាយល់ល្អសំណួរល្អចាវា case by case មិនថា boot ផុសមិនថា boot ឡាយអត់មានដូចខ្ញុំនិយាយមិនអញ្ចឹងអត់មានថ្នាំមួយទៅដាក់ឲ្យដើរគ្រប់ភ្ញៀវហ្មងឯងចាពីភ្ញៀវទៅភ្ញៀវគឺខុសគ្នាទាំងអស់ចាបងភ្ញៀវខ្លះគាត់អាចស៊ីជាមួយបច្ចេកទេសនេះភ្ញៀវខ្លះគាត់អាចស៊ីជាមួយនឹងបច្ចេកទេសអញ្ចេះហើយភ្ញៀវខ្លះក៏គាត់មានរបៀប live របស់គាត់បែបអញ្ចេះភ្ញៀវខ្លះគាត់អាចមានរបៀប live របស់គាត់បែបអញ្ចោះដែរចាបងអូខេអញ្ចឹងមុននឹងនិយាយរឿង boot យើងនិយាយពីរឿងរបៀប live របស់ភ្ញៀវតិចសិនចោះចាភ្ញៀវខ្លះគាត់ថាគាត់ចង់ឲ្យឡើង view ឲ្យកប់ឡើងឲ្យដល់ចំណុចមួយដែលខ្លាំងបំផុតតាមតែអាចធ្វើទៅបានបន្ទាប់មកចុះមកតាមស្រួលមកយល់ទេអាហ្នឹងគាត់លក់ផលិតផលមួយចំនួនគាត់លក់ product មួយចំនួនដែលអត់សូវមាន mode ច្រើនទេចាបងឧទាហរណ៍កៅអៅគេងយប់គាត់ចង់ឲ្យឡើង view ទៅដល់លើឲ្យខ្ពស់ឬក៏ cosmetic ក៏ដោយឡើងឲ្យខ្ពស់ហើយគាត់ចាប់ដើមលេង promotion ហើយគាត់លក់ចុះមកអញ្ចឹង boot ធ្វើម៉េចឲ្យឡើងឲ្យលឿនកាត់លុយឲ្យលឿនបន្ទាប់មកចុះមកតាមស្រួលមកចាអាហ្នឹងអ្នកដែលគេលក់ផលិតផល1 2ឬក៏អត់សូវមាន mode អីច្រើនក្នុងការគិតពិចារណាឃើញ style គាត់ក៏ចង់បាន view ឡើងឲ្យកប់ឲ្យខ្ពស់ហ៎ចាយលុយ100ដូចគ្នាប៉ុន្តែគាត់ថា5-10នាទីដំបូងធ្វើម៉េចឲ្យឡើងឲ្យខ្ពស់ចុះមកតាមក្រោយឲ្យកុំខ្វល់អ្នកខ្លះគាត់លក់កៅអៅច្រើន mode 30-40 mode ឡើងទៅខ្ពស់លក់បានតែ1 mode ហ្នឹងណាហើយចុះមកក្រោម1 mode ទៀតមានអីបានលក់អញ្ចឹងគាត់ចង់បានអញ្ចឹងហើយគាត់ចង់បានថេចាយល់ទេគាត់ចង់បានថេដោយសារហេតុអី mode ហ្នឹងក៏មានអ្នកមើលប្រហែលប៉ុណ្ណឹង mode នេះបន្ទាប់ mode A02 អញ្ចឹងក៏មានអ្នកមើលប្រហែលប៉ុណ្ណឹង A03 ក៏មានអ្នកមើលប្រហែលប៉ុណ្ណឹងអញ្ចឹងឃើញតាក់ទិចដែលគាត់ចង់បាន view ខុសគ្នាម្នាក់គាត់ចង់ឲ្យ view ឡើងទៅកប់ម្នាក់ទៀតគាត់ចង់ឲ្យ view រៀងថេចាបងយល់ទេអញ្ចឹងពី case by case វាខុសគ្នាអញ្ចឹងអ្នក boot ក៏គាត់ត្រូវយល់ដែរតែគាត់ត្រូវ optimize ad របស់គាត់មិនត្រូវរៀបចំ campaign boost មិនឲ្យវាស៊ីទៅជាមួយនឹងអាជីវកម្មរបស់ភ្ញៀវដែរចាតោះណាហើយកន្លែងនេះមិនមានន័យថាគ្រប់ពេលដែលយើង boot វានឹង flow ទៅតាមយើងទាំងអស់អញ្ចឹងឯង page by page ទៀតកន្លែងហ្នឹងហើយខ្ញុំអង្កេតមើលខ្លួនឯងថាវាមានបញ្ហាហ្នឹងហើយបាទខ្ញុំចេញជា policy មួយសម្រាប់ក្រុមហ៊ុនរបស់ខ្ញុំ Adbox ភ្ញៀវ live ត្រូវអង្គុយមើលភ្ញៀវ live យល់បងយល់ភ្ញៀវ live ត្រូវអង្គុយមើលភ្ញៀវ live ដើម្បីអីដើម្បីឲ្យដឹងថា2ម៉ោង3ម៉ោងដែលគាត់ live ហ្នឹងហើយនឹង ad ដែលយើង boot ហ្នឹងវា go through ទៅជាមួយនឹង strategy ដែលយើងចង់បានអត់ចាតោះណាយើងចង់បានថេតែវាមិនបានថេវាឡើងហ្នឹងទៅយើងនឹងរៀនសូត្រថាហេតុអីបានទៅវាអញ្ចឹងចាអូខេមកពីយើងបំបែក campaign ច្រើនពេកអីចឹងទៅក្នុងកន្លងម៉ោងហ្នឹងអញ្ចឹងយើងចាប់ដើមដូរអូខេ page ហ្នឹងអត់ត្រូវធ្វើចឹងទេត្រូវធ្វើចេះវិញបានវាអាចថេសេរីម្ដងពីរដងទៅយូរទៅ page ហ្នឹងគឺវាស៊ីជាមួយនឹង strategy មួយហ្នឹង keep in touch ជាមួយ strategy មួយហ្នឹង update ចូលក្នុង system ដើម្បីឲ្យអ្នកផ្សេងទៀតគេមកធ្វើការទៅលើ page ហ្នឹងគឺដឹងចឹងដូចគ្នាចាយល់ទេអញ្ចឹងពីមួយ page ទៅមួយ page គឺខុសៗគ្នាចាអរគុណសម្រាប់ចម្លើយបងហើយខ្ញុំសុំសួរមួយទៀតតកតងនឹង agency របស់បងបាទមិញបង mention ថាពេលដែលបង boost slide ឲ្យម្ចាស់អាជីវកម្មគឺបងតម្រូវឲ្យបុគ្គលិករបស់បងហ្នឹងគឺតាមមើលពេលដែលភ្ញៀវ live ហើយចុះសម្រាប់ resale វិញបងដូចថាបងមានសន្យាឬក៏នេះអីមួយភ្ញៀវដូចថាមួយថ្ងៃ live budget ប៉ុណ្ណឹងគេអាចទទួលបាន resale បានហើយចុះបើ resale ហ្នឹងដូចថាបងអត់អាច deliver ចំនួនប៉ុណ្ណឹងឲ្យភ្ញៀវបានបងធ្វើអីជូនគាត់វិញឬក៏មិនដែរបងអូខេល្អសំណួរល្អមានថាយើង guarantee ទៅលើ result ទៅអត់ចាបងចាអូខេនិយាយជាបានហើយត្រូវទេតែដល់ពេលធ្វើជាក់ស្ដែងសួរថាអ្នកដែលគេ guarantee នោះអ្នកដែលគេធ្លាប់ធ្វើអាច deliver ទៅនឹងអ្វីដែលគាត់សន្យាមួយភ្ញៀវបានអត់យើងបានធ្វើ commit មួយភ្ញៀវថាខ្ញុំធ្វើការងារឲ្យបង perfect បំផុតព្រោះខ្ញុំចង់បានលុយបងជាឆ្នាំខ្ញុំចង់បានលុយបងរហូតអត់ចង់បានលុយបងតែមួយថ្ងៃហ្នឹងហើយខ្ញុំរត់ទៅស្វែងរកភ្ញៀវថ្មីឯងចាបងចាអញ្ចឹងខ្ញុំប្រាប់បងថានេះគឺជាការងាររបៀបរបបធ្វើការងារខ្ញុំជូនបងចាបងក្រុមការងាររបស់យើងគឺ deep insight ទៅនឹងលទ្ធផលលក់របស់ភ្ញៀវដូចគ្នាចាទោះបីយើងមិន guarantee ទៅលើថាបងលក់អត់បានដល់គោលដៅខ្ញុំ refund លុយក៏ដោយតែអញ្ចឹងណាចាបងប៉ុន្តែយើងធ្វើការងារឲ្យអស់ពីលទ្ធភាពតែយើងអាចធ្វើទៅបានឧទាហរណ៍ដូចខ្ញុំនិយាយមិញអញ្ចឹងពេលដែល live យើងប្រាប់គាត់ថាបងពេលបងឯង live ខ្ញុំអង្គុយមើលបងឯង live បងឯងចង់បានមនុស្សអញ្ចឹងឬក៏ចង់បានមនុស្ស guarantee ថាបើបងឯង live លក់អត់ដាច់សងលុយបងឯងវិញបងឯងសម្រេចចិត្តចោះ
ទី ចា 1 បងចា ទី 2 បងខ្ញុំ deep insight ចូលជាមួយនឹងអាជីវកម្មរបស់បងខ្ញុំចង់ដឹងថាបងលក់ថ្ងៃហ្នឹងបានប៉ុន្មានបងលក់ថ្ងៃហ្នឹងដាច់អត់បងលក់ថ្ងៃប្រហែលដែលល្អជាងគេភ្ញៀវទាំងអស់គាត់ត្រូវរាយការណ៍ចូលគ្រប់ដែរ ចា ថាបង live ថ្ងៃនេះបងលក់បាន20ឈុតបងលក់បាន50ឈុត100ឈុតចឹងទៅ ចា អញ្ចឹងយើងខ្លួនយើងហ្នឹងយើងបានរៀនសូត្រនៅកំឡុងពេល live នេះថា ad របស់យើងដើរអាម៉េចចប់ live ភ្ញៀវរាយការណ៍ថាលទ្ធផលរបស់គាត់បានល្អឬអាក្រក់កម្រិតណា ចា ស្អែកឡើងមនុស្សហ្នឹងធ្វើការទៀតគាត់ដឹងត្រូវធ្វើម៉េចឲ្យកាន់តែប្រសើរ ចា យល់ហ្នឹងទេ យល់បង Yeah យល់ មានន័យថាយើងមិនទៅស៊ីសងមួយភ្ញៀវទេហើយបើទៅស៊ីសងមួយភ្ញៀវវាស្មើនឹងជារឿងមួយដូចលបែងពេកហ្នឹងវាអត់ត្រូវទេក្នុងអាជីវកម្មព្រួតដៃគ្នាមួយភ្ញៀវយកឈ្នះគូប្រកួតប្រជែងរបស់គាត់ ចា ត្រូវហើយយើងជាបុគ្គលិកសត្វទៅយើងជាបុគ្គលិករបស់គាត់ហើយទៅជួយធ្វើការងារមេយើងឲ្យល្អបំផុតតាមតែអាចធ្វើទៅបានដើម្បីឲ្យគាត់អាចឈ្នះអ្នកដែលជាគូប្រកួតប្រជែងរបស់គាត់មិនមែនតែស៊ីសងឆ្លោះគ្នាមួយភ្ញៀវថាឥឡូវខ្ញុំធ្វើឲ្យបាយបើមិនដល់ទេខ្ញុំសងលុយបាយវិញអាហ្នឹងវាទៅឆ្លោះគ្នាមួយមេខ្លួនឯងហើយបញ្ហាផ្ទៃក្នុងបាត់ហើយត្រូវអត់បញ្ហាផ្ទៃក្នុងបាត់ហើយហ្នឹងហើយ មុនចាប់ផ្ដើមអាជីវកម្មបែប live ហ្នឹងតើគាត់គួរតែមានអីគេខ្លះឬក៏គួរផ្ដោតទៅលើចំណុចសំខាន់អីខ្លះដោយសារតែជាក់ស្ដែងសម័យឥឡូវគឺណាគេក៏ចង់បានលុយដែរអញ្ចឹងអ្នកខ្លះដូចថាគាត់ទៅរៀនឆ្នាំទី1ឬក៏ឆ្នាំទី2អញ្ចឹងគាត់តែងតែចង់រកលុយអ្នកខ្លះគាត់ចូលធ្វើការសិនអ្នកខ្លះគេមានដុងឬក៏ចង់រកស៊ីហ្មងអញ្ចឹងណាបងពីបងទៅវិញបងអាចប្រាប់អីទៅម្ចាស់អាជីវកម្មដែលគាត់ចង់ចាប់ផ្ដើម live លក់ហ្នឹងគួរគិតទៅលើចំណុចអីគេខ្លះមុនដែលគាត់ចាប់ផ្ដើមចេញរកស៊ីដំបូង អូខេចាប់ផ្ដើមចេញរកស៊ីហើយឃើញគេ live លក់ចង់លក់ដូចគេដែរ ចាហ្មង ជាក្តីរំពឹងអ្នកណាក៏មាន positive នៅក្នុងហ្នឹងដែរ ចា យើងរៀនគេអាចគិតវិជ្ជមានទៅណា ហើយបង ប៉ុន្តែពេលខ្លះក៏ too much ដែរ ចា មិនគិតក៏គិតវិជ្ជមានល្អប៉ុន្តែកុំគិតងាយពេក ចា យល់ទេខុសគ្នាគិតវិជ្ជមានថាវាអាចដំណើរការទៅល្អវាជារឿងអូខេការគិតបែបចឹងសមស្របប៉ុន្តែគិតងាយពេកគឺអត់ត្រូវទេគាត់កំពុងតែរុញខ្លួនគាត់ឲ្យចូលទៅរកស៊ី ចា នៅក្នុងការរកស៊ីមិនមែនចេះតែធ្វើតែទីផ្សារមួយណា ត្រូវហើយបង ត្រូវអត់ ចា ក្នុងការរកស៊ីមិនមែនចេះតែធ្វើទីផ្សារឲ្យតែដើរបែបដំណើរការល្អណាហើយក្នុងការធ្វើទីផ្សារហ្នឹងមិនមែនគ្រាន់តែចេះតែ live មួយមុខអាចដំណើរការល្អណា ចា បើយើងនិយាយអំពី structure វិញយើងគូសថា business ចេញពី business មានអីគេខ្លះមាន marketing មាន sales មាន finance មាន operation មានអីមកកណោនៅក្នុង marketing មានអីគេខ្លះមានតាំងពីអ្នក boot មានតាំងពីអ្នក live មានតាំងពីផលិតផលមានតាំងពីការលេងតម្លៃអីផ្សេងៗ ចា អត់ទេត្រូវមើលឲ្យឃើញរូបភាពហ្នឹងហើយតែធ្វើអារូបភាពទាំងអស់ហ្នឹងឲ្យវាល្អតាមតែអាចធ្វើទៅបាន ចាបង កុំគ្រាន់តែឃើញចំណុចទូចមួយដែលជា KPI ទូចមួយនៃការធ្វើអាជីវកម្មគឺការ live ដែលមានភាពស្រស់ស្អាតអីចឹងចុះហើយយកទៅអាហ្នឹងទៅរកស៊ីវាអូខេវាជាចំណែកមួយមានន័យថាគាត់ជោគជ័យបាន 2% ហើយ ចា អញ្ចឹងតែធ្វើអាផ្សេងទៀតអា 98% ទៀតកុំភ្លេច ចា ហើយអត់ឃើញគេធ្វើ live គាត់និយាយតែអញ្ចឹងគាត់លក់បានគាត់តែឃើញ 2% ហ្នឹង ចា ចុះមានដឹងអត់ថាគេថែរក្សាអតិថិជនចាស់គេមិនដែរ ចា ហើយគេយល់ដឹងអំពី Facebook កម្រិតណាដែរជួនកាល page គេមានមកស្រាប់អស់ហើយដែល rich engagement ខ្ពស់មកស្រាប់អស់ហើយ ចា ណា បង ជួនកាលគេមានផលិតផលល្អគេទៅទិញដល់ប្រភពផ្ទាល់ ចា ហើយយើងយកពីណាពីណីហើយថ្លៃយល់ទេ ចា បាទអញ្ចឹងសរុបជារួមមកវិញមានន័យថានៅពេលដែលគាត់ចាប់ផ្ដើមរកស៊ីកុំមើលឃើញតែចំណុចទូចមួយដែលគេធ្វើជា 2% ជា 5% ដែលគេធ្វើហើយប្រាប់ខ្ញុំថាខ្ញុំធ្វើអា 5% ហ្នឹងបានដែរតាហើយអត់ហ្នឹងទៅមើលឲ្យឃើញ scope ទាំងមូលថាតើចង់រត់មកការ live លក់នេះត្រូវមានចំណុចស្អីគេខ្លះ ចា និយាយដំបូងពី business ទាំងមូលមកទាំងពីផលិតផលទាំងពីការ operation នៅក្នុងអាជីវកម្មរបស់គាត់ការរៀបចំណាកន្លែងអីផ្សេងៗជាទំនុកចិត្តញយហោហាយចឹងមកចុងក្រោយបានមក dip ចូលជាមួយនឹង marketing ហើយ sale ចា marketing ហើយ sale វាមិនមាន checklist របស់វាទៀតត្រូវអត់ ត្រូវបង បាទក្នុងហ្នឹងមានអីគេខ្លះទី1អា line ដែលគាត់និយាយមិញហ្នឹងត្រូវអត់ ចា line ហ្នឹងឲ្យបន្ទុកខ្លួនឯងហ្មងគ្រាន់តែលើកលក់ line ឬក៏មានសិល្បៈនិយាយកំប្លុកកំ pl ែងឲ្យគេចង់ទិញយើងដែរចេះបង្កើត fan ដែរឃើញអត់ដាក់បន្ទុកខ្លួនឯងមកតោះណាទី2កន្លែង live របស់យើងមិនដែរល្ងិតខ្មៅរបស់ថ្លៃមើលនៅក្នុង live ចេញរបស់ជុះឬក៏ចេះធ្វើរបស់ជុះឲ្យចេញជារបស់ដែលដូចរបស់ brand ចាបានន័យថាគាត់មានគំនិតច្នៃប្រឌិតហើយមានភាពតាក់ទាញ បាទ ចា យល់ដឹងកម្រិតណាពី Facebook យក page បង្កើតថ្មីមក boost ឬក៏យល់ច្បាស់ថា Facebook វាដើររបៀបណា
rồi nó anh nó có chứ chùm này đăng mà chùm này nó marketing đây rồi bao mình chắc có thể tự đăng thay chua là chân si nào thử đây cả mọi khác rồi thử lại nè chẳng sự đọc chữ Roman nè pe để có mũ còn là vì ai chỉ nè thử cá rồi có nè tiền ấyยังtới chọn chập đa mà họ xí thử kết thác quạt mà rô xí quạt mà thơ business cá thơ business mình men còn tại che lại thì cá thơ business thử che vì scope chỉ chọn hỏi marketing cứ chỉ chùm này mùi hay cá lái cứ chỉ chùm này và toa mùi tiết này không marketing chắc list đáo là toàn nơi ngày tranh sấn hỏi chập đa đạp bắn tụ ấy luôn ai mà đạp bắn tụ ấy luôn ai okแต่ตัวอยากบานจังโจแต่เธอเนี่ยยល់បងអរគុណបងសម្រាប់ចំណុចហ្នឹងឧទាហរណ៍ថាម្ចាស់អាជីវកម្មហ្នឹងគាត់ចាប់ផ្ដើមអញ្ចឹងបើគាត់ចង់ចាប់ផ្ដើមតែអត់ដឹងថាចាប់ផ្ដើមពីណាទៅណាខាងសេវាកម្មបងមានប្រឹក្សាយោបល់ដូចថា consult មួយម្ចាស់អាជីវកម្មហ្នឹងថាដំបូងគាត់គួរធ្វើមិនអីអត់អូខេប្រឹក្សាជាមួយ agency រស់ដោយសារអីរស់ដោយសារមានចំណូលសេវាកម្មចាមិនថាខ្ញុំមិនថាគេចង់ទាញគាត់ឲ្យមកប្រើសេវាកម្មចាបងតែខ្ញុំលើកទឹកចិត្តបំផុតឲ្យទៅរៀនឲ្យយល់បងតើណាចាមានចំណេះដឹងសិនចាទោះបីជាគ្មានបទពិសោធន៍ក៏ត្រូវតែមានចំណេះដឹងដែរបានតែដឹងសិនដែរចាតើណាទៅសួរ agency យើងទៅជាសឲ្យដោយសារយើងអត់ដែរមានព័ត៌មានគេថាមិនជឿគេចឹងបាទយល់ហើយហ្នឹងបាទទៅរៀនទៅមើល YouTube ក៏បានដែររៀនពីអីគេរៀនពីធាតុផ្សំដែលខ្ញុំបានលើកឡើងមិញចឹងចាប់ដើមមកស៊ីត្រូវមានអីគេខ្លះណាត្រូវទិញអីវ៉ាន់ទិញពីណាមកបានធូរបំផុតចាអីវ៉ាន់នេះតើពិតជាមានតម្រូវការទីផ្សារអត់សិក្សាមើលអស់ហើយហ្នឹង Facebook វាដំណើរការមិនវាអាប់ដេតដល់ណាហើយយើងមិនចេះធ្វើក៏យើងយល់ដែរថាម្ដងហ្នឹងវាទំនោរបែបណាទំនោរទៅក្នុងការផលិតវីដេអូខ្លីៗចេះធ្វើអត់ដាក់បន្ទុកឲ្យខ្លួនឯងសិនមក live ឥឡូវគេដើរមិនហើយគេ live ខ្មៅងឹតចេញតែដៃចេញតែជើងឬក៏គេ live បែបស្រស់ស្អាតមើលមកខ្ញងស្បែកដូចលក្ខណៈថារបស់ជជុះរបស់ជជុះចេញជារបស់ brand ចាបាទអាហ្នឹងគឺសិតតែត្រូវសិក្សា at least គាត់បានសិក្សាស្វែងយល់ដែរយល់បងហើយចាំទៅសួរ agency គេកុហកលែងកើតដែរយល់បង agency លែងកុហកបានហើយគាត់ជាអ្នក control ទៅលើការសម្រេចចិត្តនៃការចាយលុយរបស់គាត់ចាគាត់ទៅសួរ agency គឺគាត់ទៅសួរថាតើ agency ហ្នឹងសមនឹងឲ្យគាត់ចាយលុយទៅជាមួយអត់ចាហើយសមមិនសមតើគាត់មានចំណេះដឹងក្នុងការវិតម្លៃដែរត្រូវអត់ត្រូវហើយបងអញ្ចឹងបានចាប់ផ្ដើមដំបូងទៅរៀនអស់ហ្នឹងសិនរៀនតាមណា ChatGPT សួរគាត់បើថាយើងមិនដឹងរៀនតាមណាត្រូវទេ at least ឲ្យបានរៀនកុំអត់ចេះអីសោះហើយគាត់ទៅធ្វើវាហ្មងចាកន្លែងហ្នឹងគឺហានិភ័យខ្ញុំនឹកឃើញរឿងមួយ case study ឥឡូវយើងស្ដាប់រឿងកំ pl ទាំងអស់គ្នានិយាយដើមគាត់តិចចុះចែគាត់មកសួរខ្ញុំគាត់ថាគាត់ចង់ទិញ page ក្រុមការងារខ្ញុំប្រាប់ថាបងមានខ្ញុំចង់ជួបបងផ្ទាល់ជុំវាព្រោះប៉ុណ្្នឹងហើយមានគេចង់ជួបផ្ទាល់ទៀតចូលព្រោះ boot live boot អីឲ្យភ្ញៀវផ្សេងភ្ញៀវក្នុងដៃយើងកំពុងធ្វើខ្លាចគាត់មានម៉ោងធ្វើគេហើយបាទមានភ្ញៀវចង់ជួបបងផ្ទាល់អត់បានជួបបងផ្ទាល់គាត់សុខចិត្តទេចាអូខេបោះហៅគាត់មក office មកចូលបន្ទប់ប្រជុំយើងមកដល់គាត់ថាគាត់ចង់លក់ online គាត់គួរទិញ page ប្រហែល k អីចឹងទៅសួរថាចាយឲ្យលក់អីគាត់ថាគាត់ចង់លក់សាប៊ូនេះសាប៊ូនេះម្ចាស់ brand គេលក់នៅលើទីផ្សារមួយឈុត$20ចាឥឡូវគេចុះតម្លៃសល់$18ចាតើអត់ម្ចាស់ brand គេប្រកែធ្វើវីដេអូអីហោហាចឹងទៅតើណាតែគាត់មិនរន់ល្បីអីណាមានតំណែងចែកចាយអីច្រើនទេគាត់ថាគាត់ចង់ទៅទិញអាតម្លៃ promotion ដែលគេកំពុងលក់$8-10ហ្នឹងយកមកលក់$22 22បង Yeah ថ្លៃជាងតម្លៃមុន promotion ទៀតចឹងមានន័យថាម្ចាស់ brand ជាទូទៅគេលក់$20ចាឥឡូវគេ promotion មកលក់$8-10ចាគាត់ថាគាត់ជាឱកាសល្អឲ្យគាត់ទៅទិញអា$8-10ហ្នឹងមកគាត់យកមកលក់22ហើយធ្វើវីដេអូថ្មីខ្លួនឯងយកទៅលក់ possible តែគាត់លក់ដាច់អត់បើម្ចាស់ brand គេប្រកែឲ្យគេលក់តែ$20ហើយគាត់ទៅទិញគេ$8-10ហើយគាត់យកមកលក់22ហើយធ្វើវីដេអូខ្លួនឯងវាអត់ត្រូវវាអត់ដែរណាគេទៅទិញតម្លៃលក់រាយយកមកលក់តទេគាត់ត្រូវតែចរចាមួយម្ចាស់ brand ហ្នឹងឲ្យទៅលក់គាត់នោះ$15 $8 $10ឲ្យធូរថ្លៃសមហ្នឹងមិនមែនជាតម្លៃលក់រាយចុងក្រោយទេយ៉ាងនិយាយចឹងណាហើយគាត់ប្រហែលមកទិញភ័យឲ្យយកទៅលក់ឲ្យដាច់ត្រូវហើយបងយល់ហើយអញ្ចឹងមិនទៅរាប់ជារួមមកវិញមែនឥឡូវសួរថាបើខ្ញុំជាអ្នក boot top 1ចា page របស់គាត់ល្អគ្រប់យ៉ាងតែខ្ញុំអាចទៅយកផលិតផលរបស់គាត់តែគាត់ទិញពីគេមក$8-10តែលក់$22ឲ្យឈ្នះម្ចាស់ដើមគេលក់$20កើតអត់កើតទេបង Yeah how impossible ចុះបើដូចបង mention ពីមុនអញ្ចឹង algorithm របស់ Facebook ឥឡូវគ្រាន់តែបងចង់បានអីបន្តិច
search មិនតិច load មកទាំងអស់ហើយហ្នឹងហើយ page ខ្លះគាត់អត់ចាំបាច់ឲ្យយើងឆាតសួរផងហ្នឹងដាក់ទាំងតម្លៃទាំងអីមកទាំងអស់ហើយចឹងមានពីណាទៅយកអាថ្លៃជាងគេហ្នឹងហើយចឹងមិន at least គាត់ត្រូវសិក្សាស្វែងយល់ឲ្យបានលម្អិតសិនចាអ្នកខ្លះរៀនហើយនៅធ្វើមិនជោគជ័យផងចុះបើមកកាប់ដាវសុទ្ធសាធទៅមានប្រឡោះណាចំណេញទៅអត់ព្រោះងាប់រស់បំផុតនៅពេលដែលយើងរកស៊ីមួយ Facebook គឺលុយចាយទៅលើ Facebook ចាមិនលុយចាយទៅលើ agency បន្តិចបន្តួច20 30 40រៀល100 200ដុល្លារហ្នឹងទេចាយលុយមួយ Facebook គឺគាត់យកទៅអស់ហើយកន្លែងហ្នឹងមិនជារឿងសំខាន់ចាក់ជីវកម្មចាក់លុយទៅក្នុង Facebook ច្រើនណាចាអញ្ចឹងងាប់រស់គឺនៅកន្លែងហ្នឹងអត់មានពាក្យត្រឡប់ក្រោយបានទេត្រូវអីបងចាបងអាចជួយចែកម្លែកបានអត់ថាអតិថិជនណាដែលដូចថាពីដំបូងគាត់ឡាយលក់អត់ដែរទេតែគាត់នៅតែចង់ធ្វើចង់រកស៊ីខាងហ្នឹងអញ្ចឹងណាគាត់គិតថាខ្លួនឯងមានដងខាងឡាយអញ្ចឹងហើយគាត់ស្រាប់តែមកសេវាកម្មខាងបងហើយលទ្ធផលល្អផ្សាយជាងមុនធ្វើឲ្យគាត់អាចឈរជើងបានដល់ឥឡូវបងអាចជួយចែកម្លែកពី case study ហ្នឹងបានទេអូខេយល់អូខេមានន័យថាមានភ្ញៀវអញ្ចឹងណាមានន័យថាគាត់លក់ទូទៅច្រើនហើយចំណេញខាតច្រើនជាងចំណេញអីចឹងទៅហើយគាត់មករកយើងគាត់ប្រាប់ត្រង់ហ្មងថាបងធ្វើច្រើនហើយពេលខ្លះក៏បានផលពេលខ្លះក៏អត់អីចឹងទៅតែឥឡូវគាត់ចង់បានអ្នកមួយដែលជួយគាត់ឲ្យអាចទៅរួចបានហើយឥឡូវគាត់តដល់បច្ចុប្បន្នយើងធ្វើម៉េចអានេះអត់មានរូបមន្តយកទៅ apply គ្រប់ភ្ញៀវទេណាចាបងយើងសិក្សាមើលភ្ញៀវនឹងផ្ទាល់ហ្មងអាម៉េចបានគាត់ពេលខ្លះលក់ដាច់ពេលខ្លះលក់មិនដាច់ case study ហ្នឹងខ្ញុំទៅសួរគាត់ផ្ទាល់បងខ្ញុំមិនជឿថាគ្រប់ពេលទាំងអស់បាយលក់មិនសូវដាច់ទេគាត់ថាត្រូវហើយអូនវាមានថ្ងៃដែលលក់ដាច់ទេតាឥឡូវថ្ងៃណាក៏ដែលបាយលក់ដាច់ផ្ញើ boot line ណាខ្ញុំទាំងអស់ចាមើលមួយខែចុងក្រោយតើក្នុងចំណោម30 20 line ចុងក្រោយរបស់គាត់ហ្នឹងពេលណាដែលគាត់លក់ល្អបំផុតអង្គុយមើលហ្មងវាមិនមើលទៅចប់ទេមើលថាវាអាម៉េច boot អាម៉េចតោះនេះ line មកណាអីមកណាចឹងទៅចាបងចុងក្រោយយើងដូរតែបន្តិចបន្តួចទេចាដូរទី1 caption គាត់ចាដូរទី2ម៉ោង live ចប់ដំណើរការល្អ caption របស់គាត់យើងជឿថាពេលដែលយើង live វា load អា caption អ្នកដែលជា fan គាត់អ្នកដែលជាធ្លាប់ទិញគាត់អីមួយចំនួន load notification មកយើងណាត្រូវហើយបងដែលឃើញអាហ្នឹងហ៎ដែលឃើញបង caption គាត់ទៅសេថា free យកពី free delivery យកពី free delivery យកពី free delivery គ្រប់ពេលគឺគាត់ធ្វើតែប៉ុណ្្នឹងដែរចាសួរមានអីតាក់ទាញរបស់គាត់លក់10រៀលអីចឹងទៅចាតោះនេះហ្នឹងខ្ញុំប្រាប់ថាបងកំដាក់អញ្ចឹង$1 ចុចសម្រាប់5នាក់ដំបូងចាវាលោតទៅគេឃើញ$1 $1 $1 $1អញ្ចឹងទៅចុចប៉បគេចុចមើលមិនប្រកាសថាគេទិញទេប៉ុន្តែ Facebook algorithm ចាប់បានថាមនុស្សម្នាក់នេះចុចមើលដោយសារ notification មើលប្រហែលជា10ទៅ20 second ហើយបានគាត់បោះចោលចាពីមុន Facebook អាចគ្រាន់តែថាឃើញ free delivery គេអូសផ្លឹបគេអូសចោលមានន័យថាការ live របស់គាត់ពីមុនមនុស្សស្រួលទៅឃើញតែ2 second គេអូសចោលហើយឥឡូវក៏យើងដូរ caption វាអាចឲ្យមនុស្សម្នាក់ហ្នឹងឃើញ20នាទីបានអូសចោលប៉ុន្តែអត់ទិញដូចគ្នាណាប៉ុន្តែសំណួរសួរថាមួយណា Facebook វានឹងរុញទៅមនុស្សជាបន្តជាងប្រកាសជាអ្នកដែលគេ boot ឬក៏ live ដែលមនុស្សជាមធ្យមមើលលើសពី20នាទីវានឹងរុញជាបន្តនោះវានឹងនាំឲ្យការចាយលុយ$100ដូចគ្នានឹងរុញទៅមនុស្សលើសគ្នាច្រើនដងត្រូវហើយបងយល់ហើយហ្នឹងហ៎មានន័យថា Facebook វានឹងគណនាមើលថាគាត់នេះមកដល់វីដេអូមួយហ្នឹងមនុស្ស20នាក់អី100នាក់អីមកដល់មើលបានតែ2នាទីអូសចោលហើយ Facebook យល់ថាអាហ្នឹងអត់ស្អីល្អទេមិនបាច់រុញឲ្យមនុស្សមើលបន្តទៀតទេដល់ពេលអានេះមនុស្សមើល100នាក់មានលើសពី50នាក់គេមើលលើសពី20នាទីអត់ទិញដដែលទេនិយាយសួរថាអត់ទិញដដែលទេប៉ុន្តែ Facebook គាត់យល់ថាអាមួយនេះរៀងគាត់បើរុញអាហ្នឹងច្រើនជាងទៅដូរតែ caption មួយអាចដូររឿងជាច្រើនបានតោះនេះទី1ទី2ក៏ដូរម៉ោង live តោះណាចារបស់ខ្លះគាត់ live ខុសម៉ោងហ្មង live ចាំពេលគេធ្វើការឯណាបងចាំពេលអត់សូវមានអ្នកលេង social media អញ្ចឹងទៅវាអត់ reach product មួយចំនួនវាអត់សូវត្រូវពេលកន្លែងហ្នឹងចាតោះនេះ product មួយចំនួនសម្រាប់អ្នកធ្វើការ office ហ្មងចាឥឡូវគាត់និយាយស្ដាប់គាត់លក់កៅអៅ office ចាហើយទៅ live មកអ្នក office ធ្វើការចាយល់អត់យល់គ្នាមិនហ៊ានមើលចាយល់អត់មិនមានពេលចុចទូរស័ព្ទវាមានមនុស្សអង្គុយមើលហ្នឹងតែគ្នាមិនហ៊ានមើលអញ្ចឹងទៅ live មកអ្នកនឹងទៅ net ត្រូវហើយបងតោះណាគាត់ដូរអញ្ចឹងទៅដូរ caption ដូរកន្លែងហ្នឹងបន្តិចហើយមិញផ្គប់ជាមួយ promotion ដែរព្រោះគាត់លក់ក្នុងតម្លៃធូរថ្លៃ$1ហ្នឹងឲ្យ2-3នាក់ត្រូវហើយបងគ្រាន់តែការបើកក្បាលទេហើយអ្នកហ្នឹងមានលក្ខខណ្ឌកខកខឹងអាលក្ខខណ្ឌទាំងអស់ហ្នឹងសិតតែជួយឲ្យការ live របស់គាត់ reach ទាំងអស់មិនដែលឲ្យ free ទេត្រូវតែ share ខ្លះត្រូវតែ mention ខ្លះត្រូវតែមើលឲ្យចប់ live អីចឹងទៅចាតោះណា
អញ្ចឹងដូរយុទ្ធសាស្ត្របន្តិចដូរ caption បន្តិចដូរម៉ោង live បន្តិចជួយឲ្យគាត់លក់បានយល់ទេប៉ុន្តែខ្ញុំមិននិយាយថា case នេះយកទៅ apply គ្រប់ភ្ញៀវវាដើរទេណាអញ្ចឹងខ្ញុំនិយាយបានថាពេលភ្ញៀវ live យើងត្រូវតែអង្គុយមើលភ្ញៀវ live ដើម្បីយើងដឹងថាតើបុគ្គលម្នាក់ហ្នឹងភ្ញៀវម្នាក់ហ្នឹងអាជីវកម្មម្នាក់ហ្នឹងធ្វើម៉េចឲ្យត្រូវល្អបំផុតតាមដែលអាចធ្វើទៅបានចាក់ថ្នាំអីបញ្ជាលេបថ្នាំអីបានបាត់ឈឺយល់ហើយហ្នឹងហ៎មិនក្អកទៅឲ្យថ្នាំអីផ្សេងណាបងថ្នាំឈឺកាពះបាទហ្នឹងហើយអញ្ចឹងតោះតែយើងសិក្សាថាគាត់ឈឺអីសិនចាបានយើងឲ្យថ្នាំសំថ្នាំឲ្យគាត់លេបទៅត្រូវมันអាចមានរូបមន្តមួយដូចថ្នាំថៃសានឡាវជីហូបអីជាជីវិតអមតៈអីគ្រប់គ្នាកើតទេយ៉ាងនិយាយអញ្ចឹងណាអញ្ចឹងវាសំខាន់មែនទែនដែលក្រុមការងារឬក៏ខ្ញុំផ្ទាល់ត្រូវអង្គុយស្វែងយល់ពីភ្ញៀវមួយទៅភ្ញៀវមួយចាអរគុណសម្រាប់ការបកស្រាយចុះបងគិតថាឥឡូវ boost line ហ្នឹងវាដើរហើយវាល្អសម្រាប់អាជីវកម្មមួយចំនួនពួកអីអាជីវកម្មខ្លះគាត់អាចរកស៊ីបានតែពេល live ហ្នឹងឯងហើយចឹងឧទាហរណ៍ថា3 4ឆ្នាំទៀត Facebook លែងមាន function live ហ្នឹងបើគិតមិនភាគរយតិចដែល Facebook វានឹងបិទ Facebook ក៏ត្រូវការចំណូលចិញ្ចឹមបុគ្គលិកគេដែរចាអ្នក boot live ចាយលុយច្រើនដែរចាមិនថាប្រទេសណាទាំងអស់ចាយល់ទេហើយបងមានអ្នក boot រាប់ពាន់ដុល្លារ2ម៉ោងជឿអត់ជឿបងជឿថាមានអត់ថា$5,000ដុល្លារចុះជឿថាអ្នកមាន boot $5,000ដុល្លារ2ម៉ោងអត់ហើយជឿថាមានមនុស្សច្រើនទេគេធ្វើចឹងជឿបងចុះអាណាញ់ជឿអត់ថាមានមនុស្សច្រើនដែលគេចាយលុយ boot ផុស2ម៉ោង$5,000ដុល្លារ boot ផុសបងបាទយ៉ាងហ្នឹងខ្ញុំមិនសូវដឹងទេឃើញអត់ចាមានន័យថាកម្រមានពីណាគេទៅ boot ផុស2ម៉ោង$5,000ដុល្លារចាវា deliver អ្នកឆាតមកហ្នឹងវាទោះបីឆាតមកបាច់ឆាតក៏លក់មិនបានច្រើនដូចពេល live ដែរចាយល់ហ្នឹងអត់យល់បងនិយាយឲ្យស្រួលស្ដាប់មានន័យថាពេល live មនុស្សចាយលុយក្នុងការឲ្យទៅ Facebook ជាង boot ផុសចាយល់ស្របអត់យល់បងយល់ព្រោះវាមិនដែរមានណាគេទៅ boot 2ម៉ោង boot ផុសទេទោះបីជាមានឆាតមក2,000នាក់3,000នាក់ក៏ពិបាកលក់ដែរចាព្រោះសំណួរដដែលនឹងសួរទៅដោយមនុស្ស100នាក់ផ្សេងគ្នាអ្នកលក់ត្រូវឆ្លើយដដែលទៅគ្រប់គ្នាទាំងអស់ប៉ុន្តែនៅពេល live គឺមនុស្ស10នាក់សួរសំណួរហ្នឹងឆ្លើយតែម្ដងចប់ហើយទុកចិត្តបានទៀតចាបងអត់ដូចទុកចិត្តនៅពេល voice ឯងនិយាយផ្ទាល់យកមកហើយបងអញ្ចឹងវាស្ទើរតែ impossible ដែល Facebook គាត់នឹងបិទអាមុខងារ live ហ្នឹងចាយល់ទេភាគរយតិចអញ្ចឹងណាអញ្ចឹងការ live វានៅតែដំណើរការដូចឥឡូវ TikTok អត់ទាន់ឲ្យ live នៅស្រុកខ្មែរយើងមុនក្រោយទេគឺគេឲ្យ TikTok live ទៀតអញ្ចឹងអ្នក live ដូរទៅពី Facebook ទៅ TikTok ក៏លុយបានមួយចំណាយទៀតហើយណាបាទ e-commerce នៅស្រុកខ្មែរយើងក៏មានដែរតែ e-commerce ហ្នឹងអត់ទាន់មាន live ទេតែនៅចិននៅអីផ្សេងនៅក្នុងហ្នឹងគឺគេអាច live នៅក្នុងហ្នឹងហ្មងយល់អត់អញ្ចឹងការ live លក់គឺជាវិធីសាស្ត្រមួយដែលអាចឲ្យគាត់លក់បានច្រើនរាប់ពាន់ item នៅក្នុងពេលខ្លីចាយល់អត់អញ្ចឹងគាត់ក៏ត្រូវចាយលុយច្រើននៅក្នុងពេលខ្លីដែរចា Facebook TikTok ស្អីក៏ដោយបានលុយច្រើនពីប្រភពចំណូលហ្នឹងគាត់មិនមាន rank service របស់គាត់ទៅអត់ប្រភពចំណូលចេញពី live បានលុយមកកណ្ដោទៅបិទអានឹងចោលហើយសួរថាធ្វើមិនអី business Facebook ប៉ុណ្ណាណីគាត់តែគិតអញ្ចឹងមិនកើតយល់អត់បាទអញ្ចឹងគេមិនអាចបិទប្រភពចំណូលរបស់គេធំនឹងបានទេអញ្ចឹងការ live នៅតែអាចទៅមុខនៅតែជាវិធីសាស្ត្រនៅតែជាប្រភពដែលអាចឲ្យម្ចាស់អាជីវកម្មគាត់នៅតែរកចំណូលបានប៉ុន្តែអ្វីដែលនឹងផ្លាស់ប្ដូរគឺអីគេគឺឥឡូវអ្នកតាចេញមុខគេទុកចិត្តអ្នកហ្នឹងហើយត្រូវហ៎ហើយបងតិចទៀតអ្នកណាអ្នកចេញមុខហើយមានសិល្បៈឲ្យគេស្រឡាញ់អត់យល់ទេឥឡូវអ្នកចេញមុខឈ្នះអ្នកអត់ចេញមុខចាមានន័យថាអ្នក live ហ៊ានចេញមុខឈ្នះអ្នក live ចេញកជើងលក់ស្បែកជើងអីចឹងណាអ្នក live ចេញមុខឈ្នះអ្នកចេញតែដៃយល់អត់ឈ្នះអ្នកអត់ចេញអីសោះតិចទៀតមនុស្សនឹង live គ្រប់គ្នាអ្នកដែលមានសិល្បៈមានចិត្តសាស្ត្រមានរបៀបរបបនៃការនិយាយនៅពេល live ហ្នឹងគឺឈ្នះអ្នកដែលគ្រាន់តែចេញមុខឈរដូចម៉ាឡាកាំងហើយបងយល់ហ្នឹងអត់បាទ trend ទៅមុខគឺវានឹងវិវត្តទៅអញ្ចឹងចាមនុស្សត្រូវ improve សមត្ថភាពនៅការ live របស់ខ្លួនឯងបង្កើនទំនុកចិត្តនៅក្នុងការ live ខ្លួនឯងឥឡូវយើងសួរស្ដាប់ live គាត់លក់ cosmetic និយាយអាចប៉ះពាល់គេទៀត live លក់ cosmetic គេចង់ដឹងមនុស្សនឹងលក់នឹងមុខអាម៉េចដែរត្រូវអត់ហើយបានមកទៀតហើយចេញតែដៃគេយូរទៅគេលែងទុកចិត្តអត់មាន testimonial ផងអត់ដឹងថាអូប្រើផលិតផលហ្នឹងទៅអត់ដឹងមុខមិនផងអត់មានទំនុកចិត្តនិយាយទៅគឺភ្ញៀវអត់មានទំនុកចិត្តទៅលើផលិតផលហ្នឹងបាទអាចថាពេលខ្លះលក់ផលិតផល brand ពីក្រៅប្រទេសគេទុកចិត្តផលិតផលហ្នឹងតែគេមិនប្រកាសទុកចិត្តមនុស្សហ្នឹងទេចាបង brand ផលិតផលអ្នកខ្លះគាត់លក់ផលិតផលពីកូរ៉េពីអាមេរិកពីបារាំងអីចឹងទៅ brand ហ្នឹងវាល្បីរាប់រយឆ្នាំមកហើយចាតែគាត់ import យកមកលក់ស្រុកខ្មែរអញ្ចឹងទៅ
ចឹងណាចឹងគាត់ចេញតែដៃចេញតែជើងអីហ្នឹងគេអាចទុកចិត្តរបស់ហ្នឹងឯងគាត់គេមិនមែនទុកចិត្តបុគ្គលម្នាក់ហ្នឹងឯងតែអនាគតទៅគេឬបច្ចុប្បន្នក៏ដោយគឺចង់ឲ្យម្នាក់ហ្នឹងចេញមុខមកមើលបើឯងថារបស់បាយល្អមើលមុខបាយតិចមើលយល់ទេយល់បងណាឥឡូវប៉ុណ្ណឹងអនាគតអ្នកហ្នឹងត្រូវមានសិល្បៈទៀតព្រោះអ្នកណាក៏ត្រូវតែចេញមុខដែរអ្នកស្អាតហ្នឹងគឺចង់ចេញមុខឲ្យបានអាចរស់បានចាទៅទៀតអ្នកណាមានសិល្បៈជាងទៀតបច្ចុប្បន្នក៏មានដែរគេអ្នកណាគេប្រកែកប្លុកកប្លែងប្រកែបង្កើត engagement ខ្លាំងដោយមិនចាំបាច់ like ហ្នឹងគឺអ្នកហ្នឹងឯងរស់បានហើយចាតារាមួយចំនួនគាត់មូមក like គេគឺគាត់មានសិល្បៈមានដងគាត់ស្រាប់គឺគាត់លក់ដាច់អត់ចាបាទទទួលស្គាល់គាត់ត្រូវការអ្នកបច្ចេកទេសស្របអមទៅជាមួយប៉ុន្តែគាត់មានភាពល្អរបស់គាត់មកហើយចាហ្នឹងអញ្ចឹងមួយទៀតនៅក្រៅប្រទេសនៅចិនអីចាគេ like បដាគេឲ្យគោស៊ីស្មៅបដាហេតុអីបងយកគោមកដាក់នៅក្នុង sheet យោ like គោអត់ធ្វើអីទេគោគ្រាន់តែនៅក្នុង background ឲ្យស៊ីស្មៅទៅភាពតាក់ទាញក្នុងណាបងអនឯងដែរអូសឃើញគេ like លក់កៅអៅឲ្យគោមកនៅក្រោយស៊ីស្មៅឥឡូវយើងអូសមើលមិនយកគោមក like អញ្ចឹងយល់បានន័យថាគ្រាន់ឃើញទៅឆ្ងល់ហ្មងឆ្ងល់ហើយពេលចង់តាមដានតទៀតហើយយ៉ាហើយអនឯងអត់ទិញទេចាប៉ុន្តែប៉ុនឯងមិនអង្គុយមើល like ហ្នឹងលើស1នាទីចា100នាក់មកអ្នកដែលអង្គុយលើសមើល like ហ្នឹងលើស1នាទីមានដល់ទៅ70នាក់ចា Facebook វាមានដឹងថាគោមិនគោណាវាមើលតែតិន្នន័យចាវាមើលតែតិន្នន័យថាឡាយមួយនេះប្រកាសជាល្អនេះចាបានមនុស្ស100នាក់ទ្រាំមើលរហូតដល់លើស1នាទីចាវានឹងបើករុញអាហ្នឹងឲ្យទៅមនុស្សបន្តទៀតឃើញដោយសារតែវាយល់ថា content មួយហ្នឹងគឺល្អចាយល់ហើយហ្នឹងអត់ចាវាខុសពីមនុស្ស100នាក់នៅ stay លើស1នាទីបានតែ5នាក់ចា Facebook គេយល់ថាអត់សូវល្អទេរុញតែ5នាក់ទៀតទៅបានហើយចាយល់ហើយហ្នឹងអត់ចាហ្នឹងហើយកន្លែងហ្នឹងខ្ញុំចាប់អារម្មណ៍ដែរពួកឯងខ្ញុំធ្លាប់អូសឃើញ Facebook គាត់ពង live អត់ live លក់អីទេ live បរៀនតែគាត់ដាក់ខ្លួនគាត់ខាងលើមួយខាងក្រោមមានស្រីស្អាតដូចថាធ្វើកាយវិការអញ្ចឹងណាបងហ្នឹងហើយចាខ្ញុំធ្លាប់ឃើញអាហ្នឹងសិតតែជាសិល្បៈសិល្បភាពតាក់ទាញកន្លែងហ្នឹងខ្ញុំក៏ឆ្ងល់ដែរហើយតាក់ទើងអីអង្គចាអង្គុយចាំមើលតាក់ទើងអីអង្គតាក់ទើងអីនឹងអង្គមើលយូរទៅវាទាញចឹងដែរយើងគិតសាមញ្ញណាឧទាហរណ៍ថាយើងផុសទៅបើមានមនុស្សឥឡូវយើងគិតថាចេះចោះស្រួលយល់និតវិជាបើ live មួយហ្នឹងមានអ្នកមើលលើសពី30 second វាជួយឲ្យវីដេអូហ្នឹង reach ទៅមនុស្សម្នាក់ទៀតឧទាហរណ៍ណាឧទាហរណ៍អញ្ចឹងបើសិនជាបងឯង live ទៅមនុស្ស100នាក់ reach ហើយទៅមនុស្ស100នាក់ហើយមាន70នាក់ឃើញសន្មតថាបងឯង70នាក់ដែលមើលលើសពីកន្លះ second ចាសំទោសកន្លះនាទីវានឹងទាញឲ្យអាហ្នឹងទៅមនុស្ស70នាក់ទៀតឃើញបងឯងចំណេញ70នាក់ឯងឃើញទេចាបងបាទ reach ទៅ100នាក់ចាយលុយដូចគ្នាតែអា70នាក់បង្កើតថ្មីនោះគឺដោយសារតែ engagement នៃចេញពីអាភាពល្អនៃតាក់ទាញវីដេអូយើងឯងមួយទៀតចាយលុយ$100ដូចគ្នារុញទៅមនុស្ស100នាក់ដូចគ្នាហើយត្រូវអត់ត្រូវហើយបងប៉ុន្តែភាពតាក់ទាញគាត់អាចឲ្យមនុស្សនៅមើលបានត្រឹមតែអ្នកដែលមើលលើសពីកន្លះនាទីលើសពីកន្លះនាទីហ្នឹងតែ5នាក់ទេអញ្ចឹងវាអូខេខ្ញុំរុញទៅ5នាក់ទៀតឲ្យបងឯងឃើញខុសគ្នាអត់ខុសគ្នាបងកន្លែងហ្នឹងចឹងឯងអរគុណបងច្រើនមែនតើសម្រាប់អរគុណថ្ងៃនេះមិញមានអារម្មណ៍ថាបងចែកម្លែកបានច្រើនហើយខ្ញុំសូបបានចំណេះដឹងថ្មីតាក់ទងនឹងការប៊ូពេល live នឹងដែរដោយសារដូចថាវាថ្មីសម្រាប់ខ្ញុំដែរអញ្ចឹងខ្ញុំធ្លាប់តែកាន់ខាងផុសខាងអីដល់ពេលបានមកជជែកជាមួយបងតាក់ទងនឹង add line ហ្នឹងទៅមានអារម្មណ៍ថាខ្លួនឯងបានចំណេះដឹងថ្មីទៀតហើយក៏តែមិនចង់ទៅ live លក់ទេអត់តន់មានទំនុកចិត្តក្នុងផ្នែកហ្នឹងឯងបងតែបើថ្ងៃក្រោយបើ live លក់ចាំទៅរកបងហើយអូខេអរគុណចាអញ្ចឹងអរគុណបងច្រើនមែនតើហើយអរគុណទស្សនិកជនទាំងអស់គ្នាហើយយើងក៏សង្ឃឹមថានៅអេពីសូតក្រោយៗយើងនឹងអញ្ជើញបងដែលគាត់មានបទពិសោធន៍មិនថាតិចឆ្នាំឬក៏យូរឆ្នាំទេតាក់ទងនឹងការធ្វើទីផ្សារបែប digital ហ្នឹងយើងនឹងអញ្ជើញគាត់ដើម្បីមកជជែកហើយនឹងចែករំលែកបទពិសោធន៍របស់គាត់អរគុណបងអរគុណ